ឆ្ងល់ណាស់ក្រហោះអ្នកដែលនៅគ្រប់គ្រងផ្ទះសម្បែងមានសេចក្តីសុខយ៉ាងណាខ្លះទៅព្រះអង្គបានប្រពុតសម្ដែងថាចតារិមានិកហបតយោគិសុខានិអដ្ឋិសុខាំភោគៈសុខាំអននៈសុខាំអនវជ្ជៈសុខាំមនាលកហបដីទាំងឡាយសេចក្តីសុខរបស់ក្រហោះអ្នកដែលនៅគ្រប់គ្រងផ្ទះសម្បែងនេះមាន4ទី1អដ្ឋិសុខសុខព្រោះមានទ្រព្យនិយាយដោយខ្លីមានលុយអត់លុយទៅផ្សារពិបាកដើរសុំបន្លែសុំសាច់គេណាអគិសនីគ្មានលុយបងគេផ្ដាច់ម៉ាត់បើដូច្នេះហើយសូម្បីតែទូរស័ព្ទតែអត់លុយក៏គេផ្ដាច់ចោលដែរបើអញ្ចឹងសេចក្តីសុខទី1គឺមានលុយឈឺទៅពេទ្យអត់លុយគេមិនលក់ថ្នាំឲ្យទេបើដូច្នេះហើយសុខតលតែមានលុយសិនមានទ្រព្យសម្បត្តិទី2បរិភោគៈសុខពីព្រោះបានចាយទ្រព្យនឹងបើបានទ្រព្យនឹងមកហើយទុកស្រីប្តីកាន់លុយទុកប្តីប្រពន្ធកាន់លុយសុំអីទិញអីមិនបានសុំអីទិញអីមិនបានឲ្យទៅបងប្អូនតែ1រៀល2រៀលឆ្លោះគ្នាហើយទិញអីមិនបានមានទ្រព្យហើយហួងហែងមិនហ៊ានចាយវាយក៏អត់សុខទី3លោកហៅថាអននៈសុខពីព្រោះមិនជាពាក់បំណុលគេបើខ្លួនឯងមានហឺហាមែនប៉ុន្តែសិតតែរបស់ខ្ចីគេដេកអត់សុខទេញោមខ្ចីលុយគេទិញឡានខ្ចីលុយគេទិញដីទិញផ្ទះអារចំណូលអត់បានអាការប្រាក់ចេះតែឡើងគេទីរាល់ខែលក់ឡានសងគេវិញមិនទាំងរួចថ្លៃដើមផងបើដូច្នេះទៅជាពាក់បំណុលគេច្រើនក៏អត់សុខដែរខ្លាចតែគេទាសងៃឲ្យទៅចេញពីផ្ទះទៅឃើញគេទាលុយនៅផ្ទះឲ្យទៅឃើញភ្ញៀវមកខ្លាចតែគេមកទាលុយអត់សុខទី4អនវជ្ជៈសុខពីព្រោះការងារប្រឆាទោសបើការងារយើងខុសច្បាប់អាឡ័យទៅរត់កិច្ចភ័យខ្លាចប៉ូលីសឃើញអត់សុខទេអង្គុយលឺតែឆ្កែព្រុសភ័យតិចប៉ូលីសមកចាប់អញទៅដូច្នេះសុខទាំង4យ៉ាងគឺមានទ្រព្យចាយទ្រព្យការងារកុំជាពាក់បំណុលគេនិងការងារកុំឲ្យខុសច្បាប់នេះសុខរបស់ប្រជាជនហើយអាចធ្វើបន់សន្តានដឹងគុណម៉ែឪឲ្យបានហើយដើម្បីមានទ្រព្យសម្បត្តិលោកថាមនុស្សទាំងអស់ដើម្បីរស់ក្នុងលោកីនេះបានស្រួលត្រូវតែបំពេញទិដ្ឋធម្មិកថាប្រយោជន៍4ទៀតទី1អฏឋានសម្បទាឲ្យប្រឹងរកទ្រព្យសម្បត្តិតនកម្លាំងនៅមានកុំឲ្យត្អូញត្អែកុំយកអាកម្លាំងទៅទាត់សីទៅលេងបាល់ទៅអង្គុយវាយវងគ្នាខាតម៉ោងអស់មួយថ្ងៃមួយកណាត់ថ្ងៃអង្គុយវាយវងប្រុសទៅក៏វាយវងស្រីទៅក៏វាយវងវាយវងបាំងផលិតវាយវងជលកែវអីយូរពេកទៅវាខាតម៉ោងធ្វើការដែរណាញោមណាហើយវាមិនត្រឹមតែខាតទេវាអស់លុយថែមទៅទៀតដូច្នេះហើយលោកថាឲ្យប្រឹងរកឲ្យហើយព្រោះទ្រព្យសម្បត្តិនឹងវាជួយយើងឲ្យយើងនឹងបានហូបបានចាយជាពិសេសពេលយើងឈឺអ្នកណាមានទ្រព្យច្រើនឈឺបានយូរញោមអ្នកណាមានទ្រព្យតិចឈឺឆាប់ស្លាប់ព្រោះរាល់ថ្ងៃអាត្មាចំណាំមើលអញ្ចឹងមែនតាអ្នកណាមានទ្រព្យច្រើនទៅនាំឲ្យទៅប្រទេសសិង្ហបុរីទៅប្រទេសថៃអញ្ចឹងជំងឺនឹងនៅរ៉ាំរ៉ៃយូរតលអស់ទ្រព្យបានស្លាប់ល្មមហើយដល់អ្នកអត់សូវមានលុយទៅតែពេទ្យក្បែរនឹងអស់លុយឲ្យគេស្លាប់បដ ாய் បើដូច្នេះយើងមានលុយច្រើនឈឺបានយូរដែរហើយដល់យើងមានលុយតិចឈឺឆាប់ស្លាប់អញ្ចឹងដល់ពេលយើងចាស់ទៅអាទ្រព្យរកបានប្រមាណហ្នឹងវានៅទៀមទាតលចៃអស់បានចិត្តអស់បានស្លាប់ឬក៏អស់ត្មងបានស្លាប់ហើយវាមិនត្រឹមតែប៉ុណ្ណឹងជួនកាលស្លាប់ទៅលក់ដីលក់ឲ្យអស់កូននៅក្រោយអស់ទាំងកេទៀតអាឡ័យព្យាបាលម៉ែអស់លេងដូច្នេះហើយបានប្រពុតថាមួយឲ្យប្រឹងរកទ្រព្យអฏឋានសម្បទាទី2អរិយកសម្បទាឲ្យប្រឹងថែរក្សាកុំខ្ជះខ្ជាយកុំអាងតែឥឡូវរកបានធូរទៅគិតថ្ងៃក្រោយខ្លាចរកលែងបានសំទុកទី3កល្យាណមិត្តតាធေါ်សែបគប់កុំឲ្យសែបគប់ខុសសែបគប់អ្នកជំនួញនាំយើងជំនួញសែបគប់អ្នករកទទួលទាននាំយើងរកទទួលទានសែបគប់អ្នកលបែងនាំយើងទៅបង្ហើយទៅបង្ហិនបើដូច្នេះហើយទៅសែបគប់ខុសនាំយើងទៅខុសដែរបានធေါ်ទី4លោកថាសមៈជីវិតាចិញ្ចឹមជីវិតនឹងឯងឲ្យវាមានភាពសមរម្យមានខ្ទង់ចំណាយច្បាស់លាស់លុយកាក់នឹងចំណាយឲ្យមិនចំណាយទៅប៉ុន្តែក្នុងសាសនានេះលោកថាយ៉ាងហោចបែងជា4ផ្នែកមួយផ្នែកសងបំណុលចាស់មួយផ្នែកបុលបំណុលថ្មីមួយផ្នែកកប់ក្នុងជ្រោះមួយផ្នែកបោះចោះក្នុងជ្រោះជ្រៅមួយផ្នែកកប់ទុកជាកំណប់ព្រេងសងបំណុលចាស់បានដល់អីចិញ្ចឹមម៉ែឪរាល់ថ្ងៃជាពាក់បំណុលខ្លាំងជាងគេជាពាក់បំណុលម៉ែឪណាញោមអញ្ចឹងម៉ែឪតគាត់ចាស់ទៅគាត់រកអីលែងបានហើយមានតែយើងបែងទ្រព្យយើងជួយគាត់ខ្លះវិញអញ្ចឹងគាត់ទី2បលបំណុលថ្មីអាកូនយើងដែលវាកើតមកគ្នាអត់តន់ចេះរកស៊ីត្រូវទំនុកបំរុងចាំគ្នាឲ្យហូបចុកស្លៀកពាក់ទាំងកូនស្របច្បាប់ទាំងកូនលួចលាក់ក៏ដោយតែកើតមកហើយត្រូវតែគ្នាទៅត្រូវការស៊ីចុកដែរហើយដល់ទី3មានន័យថាបោះចុះក្នុងជ្រោះជ្រៅអាជ្រោះមួយនោះជ្រៅជាងជ្រោះពេជ្រនិលទៀតគឺជ្រោះមាត់យើងបងមួយថ្ងៃ3ដងប៉ោងទៅមួយផ្លែតបន្តិចបាត់ទៅវិញអស់អានឹងតំណងតែមានផ្លូវចេញទៅឯណាបានចេះតែដាក់អស់ហើយ7
ពេញតាំងពីកើតមកទល់ថ្ងៃនេះទីបំផុតរូបរាងកាយគេដុតចោលទៀតដូច្នេះហើយបើអត់មានទ្រព្យសម្បត្តិនឹងបានអីមកបំពេញជ្រោះនឹងទេវាឃ្លានណាញោមចឹងហើយតលមាត់ឆ្អែតដែរពោះឆ្អែតដែរបានវាសុកឯទី4គឺបែងមួយផ្នែកទៀតសម្រាប់គេប្រាប់ការច្រើនគេប្រាប់បនច្រើនតមានលុយមានអីខ្លះដែរមិនចឹងណាអញ្ចឹងហើយសម្រាប់ធ្វើបនសន្តានលិចកើតក្នុងសង្គមដូច្នេះ4យ៉ាងនេះសម្រាប់ចាយលុយសម្រាប់រៀបចំទ្រព្យសម្បត្តិឥឡូវយើងធៀបជាមួយនឹងប្រទេសគេមិញមួយផ្លែតគេមិនកាន់ពុទ្ធសាសនាទេប៉ុន្តែអត់ឋានសម្បទាឃើញគេប្រឹងជំនួញដែរញោមគេដើរដាក់វិនិយោគគ្រប់ប្រទេសមកបង្កើតរោងចក្រមកបង្កើតវិរិយអកេសនីក្នុងព្រៃក្នុងផ្សៃអាប្រទេសយើងធ្វើមិនកើតក៏គេខំមកដើម្បីប្រមូលលុយហ្នឹងហើយមកធ្វើរោងចក្រមកធ្វើហើយដល់លើទី2អរិយកសម្បទាគេប្រឹងថែរក្សាគេប្រឹងណាស់ញោមមកយើងសុំលើសគេតិចតួចបានទេគេមិនប្រៃណាហើយដល់លើទី3កល្យាណមិត្តតាគេមិនទៅដើរសែបគប់ខុសទេគេសែបគប់រកតែកន្លែងណាចំណេញឃើញណាហើយដល់លើទី4ខ្ទង់ចំណាយរបស់គេសម្រាប់ជីវិតាគេចិញ្ចឹមជីវិតប្រាក់ខែបើកឲ្យយើងនឹងចំណូលចំណាយគេមានបញ្ជីស្នាមច្បាស់លាស់ណាស់អញ្ចឹងគេមិនកាន់ពុទ្ធសាសនាទេប៉ុន្តែអ្វីគេកំពុងធ្វើឃើញដូចយើងដែរញោមដូចពុទ្ធសាសនាទាំងអស់ដូចព្រះសម្ដែងទាំងអស់បានជាគេរីកចម្រើនដល់តែយើងអ្នកកាន់សាសនាពុទ្ធថាបាណាកុំឲ្យសម្លាប់សត្វអតនីទានាកុំឲ្យលួចគេមុសាកុំឲ្យនិយាយកុហកហើយកាមេកុំឲ្យដើរប្រព្រឹត្តខុសដីប្រពន្ធកូនគេណាសូរាកុំឲ្យប្រព្រឹត្តគ្រឿងសបឹងកុំឲ្យចំនួនខុសប៉ុន្តែមិនសូវទេញោមមកតលិតចិត្តដល់ថ្ងៃស្លាប់បានក្នុងគ្នាកាន់សិលពីក្មេងមកមិនសូវទេត្រូវកុហកត្រូវភូតត្រូវបោកព្រះត្រូវលួចមិនដឹងរបស់វត្តមិនដឹងរបស់ទ្រព្យសម្បត្តិជាតិបាត់សម្បត្តិឯកជនអីទេតែទៅអ្នកកាន់សាសនាតសិល5មួយមិនទាំងកាន់ផងតលចិត្តស្លាប់ទៅបានកាន់អញ្ចឹងបានថាផ្ទុយមែនតែនពុទ្ធថាកុំឲ្យលេងលបែងកុំឲ្យដើរសែបគប់ខុសប៉ុន្តែអត់ទេយើងនេះគឺលបែងអបាយមុខហ្នឹងគឺគ្រប់កន្លែងទាំងអស់បើថាបបួលឲ្យមកធ្វើបុណ្យចេះបានតែចាស់យាយតានេះក្មេងៗមិនសូវទេបើបបួលទៅខំលបែងខំលបាំខាងអាផ្សេងឯណាអបាយមុខសពបែបយ៉ាងហ្នឹងអូនិយាយពីទៅរកកន្លែងអង្គុយគ្មានទេណាញោមណាដូច្នេះបានថាអ្វីដែលយើងកំពុងតែធ្វើហ្នឹងកុំបន្ទោសថាប្រទេសក្រមកពីកាន់ពុទ្ធសាសនាអត់ទេឯងអត់ធ្វើតាមព្រះប្រទេសគេមិនកាន់សាសនាប៉ុន្តែគេធ្វើដូចព្រះថាណាញោមណានេះបានរំលឹកឡើងពីគុណបំណាច់មួយរបស់អ្នកម្ដាយអេបសងដែលគាត់មានធម៌ព្រំវិហារលើរូបរាងកាយកូនគាត់คล้ายទៅជាម្ដាយដ៏ល្អជាឧបាសិកាដ៏ល្អជាកល្យាណមិត្តដ៏ល្អហើយគាត់คล้ายជាពុទ្ធសាសនិកជនមួយរូបដ៏ល្អជាគំរូសម្រាប់យើងកូនចៅជំនាន់ក្រោយឥឡូវគាត់បានលាលោកនេះទៅខាងមុខហើយអញ្ចឹងណាញោមណាចឹងកូនចៅបានកសាងបច្ចេកដីដើម្បីតម្កល់អធិធាតុអធិគុណរបស់គាត់នឹងធ្វើបុណ្យគ្រប់គម្រប់មួយឆ្នាំវិលមកក្នុងកម្មវិធីបុណ្យការកសាងចេតិយជាតួនាទីមួយដ៏ប្រពៃថ្លៃថ្លាណាស់លោកថាកូនកាន់តាមតួនាទីកូនបាញ់មាញ់នេះកូនដែលល្អភេតោនេសង្ឃបរិសាមិម៉ែឪធ្លាប់ចិញ្ចឹមយើងដល់តែយើងគាត់ចាស់ទៅយើងចិញ្ចឹមគាត់វិញកិច្ចចាំងនៃសង្ឃរសាមិបើម៉ែឪមានកិច្ចរវល់កូនចៅមកជួយការងារនោះក៏លវាំងសង្ឃតបេសាមិនាំគ្នាថែរក្សាពូជពងយើងកុំឲ្យធ្លាក់ចុះធ្លាប់បដិបត្តិកាន់តែម៉េចនាំគ្នារក្សាពូជយើងឡើងវិញទាយាចាំងបដិបត្តិជាមិកៃអករបស់គាត់ដែលបន្សល់ទុកឲ្យយើងប្រមាណយើងបដិបត្តិថែរក្សាឲ្យបានល្អកុំបំផ្លិចបំផ្លាញស្នាដៃគាត់នេះគាត់នៅរស់ចុះបើគាត់ស្លាប់ទៅហើយតេខេណាំងអនុបតេសាមិកូនចៅត្រូវធ្វើបុណ្យឧទ្ទិសជូនគាត់ដូចជាបុណ្យខួបគម្រប់មួយឆ្នាំនេះជាដើមអញ្ចឹងឃើញថាកូនចៅបានបំពេញកាតព្វកិច្ចរបស់ខ្លួនជាកូនល្អហើយគេថាកូនល្អគឺកូនកតញ្ញូកូនកតញ្ញូគឺកូនមិនចយត់កូនមិនចយត់គឺមិនងាយស្លាប់តាយហោងស្រុកមានភ័យអាសន្នសង្គ្រាមចម្បាំងរាំងជលគេស្លាប់ព្រោងព្រាតឯងមិនព្រមស្លាប់ទេសម័យមុនមកតាំងពីអេសសុងអង្គទេវ៉ាំងវិតបេសែងកងដើបាញ់ឡើងហុយផ្សែងមើលតរុនបាយខំគេស្លាប់លន់ឯងមិនព្រមស្លាប់នៅរស់ផុតមកទៀតគេបង្អត់បាយឲ្យហូបបបហូបគុលចេកគុលលហុង3ឆ្នាំ8ខែ20ថ្ងៃគេស្លាប់លន់ឯងព្រមស្លាប់ទៅទៀតបន្ទាប់មកទៀតអសន្នរោគឲ្យកូវីដមកប្រមូលអស់រាប់លានអ្នកឯងមិនព្រមទៅនៅទៅរស់ហេតុអីបានចេះតែនៅរស់មកពីមនុស្សណាដែលមានធម៌កតញ្ញូគឺទេវតាជួយថែរក្សានៅនឹងមិនងាយឲ្យស្លាប់គេហៅកូនអាយុថ្លៃកូនមិនចយត់កូនមិនចយត់នេះមិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលសំដៅទៅលើកូនណាមានធម៌6យ៉ាងធម៌6យ៉ាងញោមចាំជួយរាប់អាត្មាហើយ
ទាញដាក់ខ្លួនឯងមើលអញមានអីអត់ទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចាំម៉ែឪដោយគោរពទី3កូនណាព្យាបាលជំងឺម៉ែឪដោយគោរពទី4កូនណាធ្វើបន់សពជូនគាត់ពេលគាត់ស្លាប់ទី5កូនណានឹករលឹកដល់គុណមេត្តាបិតាចេះតែធ្វើបន់ឧទ្ទិសជូនគាត់ជារឿយទោះបីមួយឆ្នាំ2ឆ្នាំក៏ដោយទី6កូនណាកសាងស្ថានធ្នោបតូបបច្ចេកដីធ្វើម៉ងធ្វើទីកន្លែងតម្កល់ធាតុមេត្តាបិតាដោយប្រពៃ6យ៉ាងនេះហើយគេហៅកូនមិនជាយត់ដល់ទៅរាប់ទៅដូចជាមានទាំងអស់ញោមណាត្រូវទាំងអស់បើអញ្ចឹងបើញោមមានទាំងអស់ចំប្លង់កូនល្អហ្នឹងហើយទេវតាថែអាសាកូនហ្នឹងណាញោមប្រអិនថ្វាយអង្គមពីលើមករាល់ថ្ងៃគ្រប់ទិសថ្វាយអង្គមចុះក្រោមនាតល័យទេវបុត្រឆ្ងល់សួរថាព្រះអង្គថ្វាយអង្គមណាថ្វាយអង្គមចុះក្រោមថាថ្វាយអង្គមមនុស្សណាមនុស្សដឹងគុណមេត្តាបិតាគោរពកោតថ្លៃតកោរៀមច្បងថ្វាយអង្គមនៅនោះអូចឹងប្រអិនជាស្ដេចទេវតាថ្វាយអង្គមយើងអ្នកដឹងគុណម៉ែឪទេវតាតូចតាចនាំគ្នាថ្វាយអង្គមតាមនិងគោរពថែអាសាយើងទាំងអស់ចឹងបានពពោធិសត្វព្រះអង្គយើងកើតជាពពោធិសត្វទៅចំនួនជួញប្រែទៅប្រទេសណាស្រុកណាក៏ដោយញោមគេស្លាប់លន់ឯងរស់មករហូតចេះតែរស់គេលិចទុកលិចសពើគេស្លាប់ប្រងព្រាតឯងរស់រៀនមានជីវិតមកជួបម៉ែកើតជាមហាជំនួសគេលិចសពើស្លាប់ក៏មានទេវតាជួយយកមកលើកគោកឲ្យតលបានកើតជាសវណ្ណសាមគេបាញ់ព្រួញត្រូវឲ្យប្រងនឹងស្លាប់ចេញទេវតាមកជួយឲ្យរស់មកវិញកុំឲ្យស្លាប់កើតជារតនបជោតយៈចាប់យកទៅស៊ីទេវតាប្រអិនចេញទៅជួយរំដោះឲ្យរស់ត្រឡប់មកវិញបានព្រះអង្គថាដែលទេវតាជួយនេះដោយសារព្រះអង្គជាអ្នករស់ស៊ីចាំម៉ែឪទេវតានឹងតាមថែអាសានៅនឹងមិនឲ្យស្លាប់បានព្រះពុទ្ធត្រាស់ដឹងឡើងលោកសំដែងថាយោមេតរាំងបេតរាំងវាមកចោថាមានបោសតិទេវាបេណាំងតិកឆន្តិមេតាបេតិបរាំងនរាំងកូនដែលមានធម៌កតញ្ញូនេះទៅប្រទេសណាស្រុកណាទីកន្លែងណាទេវតានៅគ្រប់ទិសទីកន្លែងនោះតាមបីបាច់តាមថែរក្សាការពារកូននឹងណាញោមណាអញ្ចឹងយើងមានទេវតាថែរក្សាបើយើងមានកូនក៏កូនល្អបើយើងមានមិត្តភក្តិក៏មិត្តល្អបើមានចៅភាសាកូនភាសាសិតអាល្អដាក់ដំងមកនៅជាមួយហើយបើយើងមិនសូវដឹងគុណម៉ែគុណឪទេដល់បានកូនអាពួកមិនដឹងគុណនឹងមកកើតហើយដល់បានកូនភាសាទៅសិតតែពួកអាធឺនោះមកហើយអាធឺមកធ្វើបាបម៉ែក្មេកនឹងមកហើយស្រួលវាយម៉ែក្មេកទៅហ្មងហើយដល់បានមិត្តភក្តិកូនចៅភាសាមកសិតតែអញ្ចឹងដែរអញ្ចឹងបានលោកថាទេវតារមង្គលមិនឃើញអស់12ឆ្នាំព្រះអង្គរកឃើញមង្គលមាន38ប្រការព្រះអង្គរកឃើញមង្គលទី11លោកថាមេត្តាពិតុឧបដ្ឋានណាំងអេតាមង្គលមុតតមੰនណាទំនុកបំរុងមេត្តាបិតានៅនោះឯងមង្គលដល់ដំគ្រួសារណាដឹងគុណម៉ែឪគ្រួសារនោះនឹងមានសុភមង្គលអូអញ្ចឹងតើធ្វើឲ្យព្រះលើផ្ទះតិចតិជុំគ្រួសារនឹងសុខសប្បាយរស់ស៊ីមានបានណាហើយបើធ្វើឲ្យព្រះលើផ្ទះនេះក្តៅកាហាយគ្រួសារនឹងក្តៅកាហាយដែររស់ស៊ីអត់បានទេបានវែកខ្វះឆ្នាំងបានល្អីកតាំងខ្វះកជ្រែងដេបានចង្អេខ្វះឲ្យស្មុកស្លាទិញបានកឡបានកតិនបានក្អម2 3ថ្ងៃឆ្លោះគ្នាវាយខ្ទេចអស់ហលីងបែកខ្ទេចអស់ហើយដល់2 3ថ្ងៃត្រូវគ្នាវិញទៅទិញមកទៀតបានកឡបានពីង4 10ថ្ងៃឆ្លោះគ្នាវាយបោកខ្ទេចអស់2 3ថ្ងៃទៀតត្រូវគ្នាទិញក្អមមកទៀត4 10ថ្ងៃឆ្លោះគ្នាបោកក្អមទៀតឃើញតែឆ្លោះគ្នាកាន់តែញឹកកូនកាន់តែច្រើនអាលុយក៏រមបានទៅទៀតយូរកាន់តែពិបាកអីដូចជាគ្រួសារមិនសូវសប្បាយហ្នឹងឯងធ្វើឲ្យព្រះនៅលើផ្ទះក្តៅក្រហាយណាជាព្រះលើផ្ទះស្រីម្នាក់យកចេកទៅថ្វាយព្រះអង្គថានាងថ្វាយព្រះឲ្យផ្ទះហើយនៅអត់មានទេអត់មានព្រះផងយកទៅវិញព្រះនៅផ្ទះយកទៅថ្វាយព្រះនាងយកចេកត្រឡប់មកវិញដើររមើលព្រះជួយណាវាមិនឃើញវែកក្លៀតស្បោងក្លៀតចង្រុករមិនឃើញម៉ែចាស់ឃើញចេកកូនអង្គុយទៅសម្លឹងមើលទៅទុំឆ្ងាញ់ដល់ឃ្លានណាចង់បាននឹងគេយួរទៅណាគេយួរចុះយួរឡើងតាមសម្លឹងតែចេកនឹងចុះឡើងបាក់កធ្លាក់ខ្ពាកមួយម៉ែនឹកអព្រឹត្តអានឹងតំណងបានអញនៅស្ងៀមជាជាងទំនេរហាមាត់សុំគេគីឡូបានហើយកឹងអាហ្នឹងឯងម៉ែហើយអាហ្នឹងវាធ្លាក់ឲ្យម៉ែឯងយកទៅណែបានមួយបកខ្វោបដាក់ផ្លប់អញថាបានអញបានមែនឆ្ងាញ់ផ្អែមតិចពេញមាត់ទៅពីតោះតែបានតែមួយវ៉េពី3ទៀតអីទៅណោះឥឡូវគេទៅវិញណាចឹងបានអាចារ្យអ៊ូចុងថាកូនខ្លះជឿបនខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តវាម៉ែឪស្រីឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងនៅវាឃ្លានបាយញ័រពោះញើខ្ចាយឃើញមកហូបសម្លគេកូននៅឆ្លៃវងកានថាមិនបានសល់ទេខ្ញុំស្លគ្រាន់តែទៅវត្តទេឪថាបើដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាបម៉ែវាអើយគេខ្លាចបាបចឹងយើងកុំហូបឲ្យអត់បដ ாய் ទៅកុំឲ្យបាប
អញ្ចឹងបានអត់គិតតែពីរឿងព្រះនៅវត្តអត់គិតព្រះនៅផ្ទះនាងនេះយកជែកមកដល់វត្តម្ដងទៀតណាថ្វាយព្រះសួរថាម៉េចមានឃើញព្រះដែរអត់ទេរកអស់ហើយគ្មានឃើញផងអត់មានឃើញព្រះទេចុះបាត់ជែកមួយទៅណាអាហ្នឹងវាបាក់កធ្លាក់ឲ្យម៉ែហូបបាត់ហើយបានព្រះអង្គថាម៉ែនឹងហើយជាព្រះនៅលើផ្ទះហើយមិនក៏មើលមិនឃើញព្រះនៅលើផ្ទះចឹងមេត្តាបិតាយើងនេះជាព្រះហើយបើព្រះនេះធ្វើបុណ្យជាមួយព្រះនៅឯវត្តបានបុណ្យប៉ុណ្ណាធ្វើបុណ្យជាមួយម៉ែឪយើងនឹងបានបុណ្យប៉ុណ្ណឹងដែរណាញោមអញ្ចឹងបានជាចេតិយពីដើមគេកសាងតម្កល់ធាតុព្រះប៉ុន្តែយើងតម្កល់ធាតុម៉ែឪយើងព្រះដូចគ្នាបានបុណ្យដូចគ្នាចេតពាំងបោចេតបន្តិជាចេតយ៉ាងចេតិយមានន័យថាកន្លែងគេគោរពកន្លែងគេបូជាមិនមែនប្រែមកថាកន្លែងទុកឆ្អឹងទេណាញោមណាកន្លែងគេគោរពបូជាតម្កល់តម្កើងអធិគុណរបស់មេត្តាបិតាយើងដូចជាព្រះយើងសពថ្ងៃបានឡើងជាឯកឧត្តមលោកជំទាវជាអុកញ៉ាជាថកែជាអ្នកមានដោយសារយើងប្រឹងធ្វើការប្រឹងរស់ស៊ីល្អហើយប្រឹងដោយសារកម្លាំងយើងគ្មានបានកេអកពីម៉ែទេអ្នកខ្លះគេថាអញ្ចឹងខ្ញុំរស់ស៊ីខ្លួនឯងទាំងអស់ទិញដីទិញផ្ទះលុយខ្លួនឯងគ្មានបានលុយពីម៉ែទេប៉ុន្តែបានដៃណាទៅរស់ស៊ីដៃនេះជើងណាជើងនេះខ្លួនណាខ្លួននេះខ្លួននឹងដៃនឹងជើងនឹងឆ្អឹងនឹងសាច់នឹងបានពីណាមកសាច់ម៉ែចែកឲ្យដៃនឹងបានពីដៃម៉ែដៃឪចែកឲ្យឆ្អឹងនេះបានពីឆ្អឹងម៉ែឆ្អឹងឪចែកឲ្យមិនថាគ្មានភិហ៊ុនរបស់គាត់ដូច្នេះនៅតែភិហ៊ុនម៉ែឪអដែលព្រោះរូបរាងកាយយើងនឹងឆ្អឹងម៉ែឆ្អឹងឪសាច់ម៉ែសាច់ឪចែកឲ្យអញ្ចឹងមានឆ្អឹងយើងនេះដោយសារមានឆ្អឹងនោះចឹងហើយបានជាឆ្អឹងនោះជាឆ្អឹងមានគុណសម្រាប់យើងណាគោរពអ្នកមានគុណនេះប្រកែណាញោមចឹងហើយបានជាគេកសាងចេតិយតម្កល់នេះកន្លែងគេគោរពកន្លែងគេបូជាតែណាឃើញចេតិយមិនគោរពអាហ្នឹងតាមហ្នឹងតែទៅឃើញចេតិយគេស្ងាត់ទៅយកខ្ជូងគូយៈធាក់គ្នាកវែងកវាមមិនប្រយ័ត្នកើតជាក្តាម ตบาดปมบิสาคืออาบาดจึงก่อนให้กิเลียเปรงหลงนั่งบัลให้กิจะเอาเพลิงออกกีออกสกายเอาชันจึงมากันนัดสลับขนมกุกเงินยังเวทนีกิทักกรรมปีไอจิตมนได้จวนจะได้คือเอาพละกิจะได้คือสะอาดละออกำราซองกิละอไอติจวนจะได้นั่งกำราซองเอาพละบานจิกาจิตนั่งมาเตยกิอาบาดจึงจะเอาเพลิงยังเวทนีจังยิดโยมจองกับบอดจึงไออาดไปจองกับบอดแท้จะได้กิเลงได้ให้มวยตีนเนี่ยคลาสตะเคยจะได้กิตะปูนบอดได้บอดเชิงบันจรตึกยังกันยัยดาโอประหยัดการจีแปรนะยอมนาบานที่กระไรกิกรุบโบชีน่ะเมียนเชียงมันเนี่ยนุกอดทัวเชียงจะได้ยังกิกอดปากกายขังลุยกปูเอาตะกี้เอาทัวมาพายแม่กอดด่าทำใบดอกแม่จังเท่าไปจะนั่งลุยกรุบที่จะได้สระปาตะกี้ไทยไม่ก็เตียบไหมอีเมื่อปีคร้อมเตียบจังไงหลังตัววอเลือบันดังตะปูจะแต่ปลอมสระแต่ดอลกอดการเมาโยมไม้บันแต่ผมใบตัดยี่ปิดทอดลังมูดด้วยจะซอกโจมมาบวกน้องพุทธศาสนาเตี้ยโยมชันใบเขากี่บุรุษเธอบาปเราต้องจับประเมียนเลยยืงประเมียนติ๊กเวลนติ๊กก้อนน้องประเมียนติ๊กเวลบนดอกชมไหมน้องพวกมูดด้วยจะซอกให้ใครก็ตอลมันจะดักเดือจังโยมให้โดยเฉพาะเตือนเราหดมารอบรอยจีดมาให้กิทานนั่งไงลุยปรุนจัดได้เกยมาในไปเตือนจังอ๋อจัดได้ในโกกรุบปโปติสัตไงมวยจังตะจวนสปือแต่ดอลมอดสปือมันตอนจังเคยได้สัตเด็กสัตว์ด้วยละอดอลแต่กายเด็กสัตว์ปลุกเธอจะได้มวยสั้นปลุกเธอได้พนมสัตว์จะได้ให้ถวายกุมแต่มันเนี่ยไอ้กิสาวจิมอเป็นสปือมันนั่งหยิบบานบอลใส่ได้อาถวายกุมเด็กสัตว์นี่นั่งหยิบบอลใส่เป็นกุมเด็กสัตว์นั่นนะท่าไม่ท่าตื่นขยมกรบท่าเด็กสัตว์นี่โจลามันนี่เจ็ดได้คือเจ็ดได้ทำกอลประเทศเปรียในตาบตังขยมถวายกุมโยบอลโยสกได้ซอกจังสเปอร์เตอร์จำนวนบ้านนะผมมวยเปิลไงสเปอร์เลยกระดาษสมดมนุษย์มาสเปอร์สลับออกโปรดิสัตรู้ตลอดมาวิ่งบ้านท่านเนี่ยกรบตื่นน้ำเมียนเทวดาไทยอาสาโปรเจกต์ใดกระไรที่กรบโบเชียจังโมกเลี้ยนแต่ดอลทานซวยเลยเนาะเคยเทวทิดาเทวบดปีเนี่ยใดประปนนั่งสะอาดใดนั่งปลอกประปนนั่งใสให้สะอาดโดยคณีให้โดยเฉพาะที่กระทรวงทำมันนี้เทวบดเทวทิดาเนียงเมียนรูปชอมลมปอละอวิสัยโดยกายมือพิจารณาโดยกาสมบัติจิตเวทิดาการเนียงในเชียมนุษย์ตาก่อสร้างบนโดยมันได้พอได้ฉลาดท่าติดตัวหน้าปองมันกลัวปราบเต้ยังจ้องดังอัดติดนั่งอะไรการเนาะขยมบองจีเนกรอโรซีวอขนมปรีกับเชยยมอกับออกกับวอยมลุโด่งกอกรอนหอบมันเต็งตัวรุกขนมปรีเชื่อเตยปองน้อยจูบสถานพนบโตไปจัดได้บอกเกเมียนปรีเมียนวอปอดดอกเจ็ดออก
ខ្ញុំក៏នឹកថាម៉ែគេក៏ដូចម៉ែយើងចេតិយកន្លែងគួរគោរពបើយើងគោរពទៅបានបនដូចតែគ្នាទេអញ្ចឹងចេតិយណាក៏ដោយខ្ញុំមិនខ្វល់ទេខ្ញុំគោរពហើយកាប់ឆ្កាព្រៃទៅនឹងឲ្យស្អាតបោចស្មៅបោចវល្លិចេញឲ្យអស់ស្អាតភ្លឹងចេញជារូបរាងចេតិយចាស់នៅក្នុងព្រៃហ្នឹងក៏គោរពថ្វាយអង្គមដោយចិត្តជ្រះថ្លាគ្មានអីដាក់ថ្វាយចេតិយទេមានតែកសែងបងកកម៉ាបងកហ្នឹងដោះយកមកកាប់មែកឈើមួយមែកធ្វើតុងដាក់បូជារួចស្រេចហើយក៏ថ្វាយអង្គមលាត្រឡប់ទៅផ្ទះប្រពន្ធឯណោះដូចជាឆ្ងល់តាពេកនេះចូលដេកឯណាទេនឹងភ្លេចកសែងបាត់ចេះតែមើលចុះមើលឡើងប្តីនោះរំលត់ពីផលកង្វល់ឆ្ងល់ក្នុងចិត្តរបស់ប្រពន្ធថាអ្នកអើយអ្នកឯងកុំឆ្ងល់ថារឿងបាត់កមាបាត់កសែងមិនដឹងទៅណាខ្ញុំបានរុកទៅក្នុងព្រៃឃើញស្ថានធ្នប់តូបបច្ចិតដីគេបោះបង់ចោលក្នុងព្រៃមានស្មៅមានវល្លិពាត់ពាន់ចិត្តអស់ខ្ញុំក៏បានកាត់ឆ្ការជំរះឲ្យស្អាតហើយខ្ញុំថ្វាយបង្គំដល់ចិត្តជ្រះថ្លានឹកថាបរិច្ចាគកមានេះមួយធ្វើតុងដាក់ថ្វាយទៅបើយើងមិនបានធ្វើបុណ្យនៃធំយើងធ្វើប៉ុណ្ណឹងទៅក៏បានបុណ្យដែរឯងអនុមោទនាទៅណាឯងប្រពន្ធនឹងដូចចិត្តបើអញ្ចឹងយើងមិនមានលុយធ្វើបុណ្យធំដុំទេគ្រាន់តែបរិច្ចាគកសែងមួយថ្វាយដល់ជាតុងសម្រាប់ចិត្តដីអញ្ចឹងខ្ញុំសូមអនុមោទនាបុណ្យព្រះអង្គហើយពួកខ្ញុំព្រះអង្គពីរនាក់នឹងធ្វើបុណ្យតែប៉ុណ្ណឹងតាបានកើតមកជាទេវបុត្រទេវធីតានឹងបានលោកលើកតម្កើងថាចិត្តដីអញ្ចឹងបានបុណ្យបានអានិសង្សច្រើនលោកថាមួយទៀតក្នុងមិលិនបញ្ហាមិលិននឹងអ្នកកសែនសួរគ្នាថាផ្សារណាលក់អាយុផ្សារណាលក់ពណ៌សម្បល់ផ្សារណាលក់សេចក្តីសុខផ្សារណាលក់កម្លាំងបើយើងទៅផ្សារវាមានតែលក់បាយលក់ម្ហូបត្រង់លក់អាយុវាអត់មានទេចម្លើយរបស់អ្នកកសែនគឺផ្សារលក់អាយុហ្នឹងគឺចេតិយចង់បានអាយុវែងគឺគេលក់នឹងចេតិយចេតិយនឹងជាផ្សារលក់អាយុលក់ពណ៌សម្បល់កាយលក់សេចក្តីសុខលក់កម្លាំងហើយទៅទិញយ៉ាងម៉េចបានលោកថាឃើញចេតិយទៅគោរពទៅថ្វាយអង្គមទៅបោសទៅជូតទៅមនុស្សនឹងបានអាយុវែងហើយចាហើយមួយទៀតបានសេចក្តីសុខពណ៌សម្បល់ក៏ស្អាតដោយសារយើងបោះយើងជូតហ្នឹងទេវតាក៏តាមស្រឡាញ់ថែអាសាការពារយើងអាយុថ្លៃមិនងាយស្លាប់ទេមានកម្លាំងខ្លាំងទៀតនៅប្រទេសសេរីលង្កាលោកមួយអង្គចិត្តតែបោសជូតចេតិយហ្នឹងស្អាតចឹងទៅថ្ងៃមួយលោកល្អិលជើងធ្លាក់ពីលើមកលោកភាវនាថាប្រតាំងម៉ាំងរកតុព្រះប្រតិជួយរក្សាជីវិតខ្ញុំផងកពស់ដែលលោកត្រូវធ្លាក់ហ្នឹងត្រូវសគុតបែរទៅជាអត់សគុតអីសោះរស់នៅសុខស្រួលអាយុថ្លៃមែនតានៅប្រទេសសេរីលង្កាមួយទៀតធ្វើចេតិយធំស្រាប់តែមនុស្សជាងហ្នឹងល្អិលធ្លាក់មកក៏នឹកដល់ថិចសោតស្រាប់តែមានថ្មម្ដុំក្នុងចេតិយលៀនមកឲ្យជាងនឹងតោងជាប់រស់មកវិញមកបានថាមនុស្សដែលធ្វើល្អជាមួយចេតិយនឹងបានសេចក្តីសុខចម្រុងចម្រើនដោយការគោរពចេតិយបើយើងនិយាយដោយខ្លីថាធម្មចេតិយធម៌ដែលព្រះអង្គទ្រង់សម្ដែងមកគេហៅថាធម្មចេតិយទាំង 84000 ធម្មខណ្ឌយើងគោរពបានធាតុទៅចេតិយតម្កល់ធាតុក៏ដោយធាតុពុទ្ធក៏ដោយធាតុមេត្តាបិតាយើងក៏ដោយចាត់ទុកជាធាតុតែចេតិយទាំងអស់ឧទេសកចេតិយមិនមែនជាព្រះទេជាឈើជាថ្មជាស៊ីម៉ង់ប៉ុន្តែគេកសាងជាព្រះគេគូជាព្រះគេឆ្លាក់ជាព្រះយើងថ្វាយអង្គមបានគេហៅថាឧទេសកចេតិយបរិភោគចេតិយរបស់ព្រះអង្គធ្លាប់ប្រើប្រាស់ដូចជាដើមពោធិព្រឹកឬក៏ស្បង់ស្បៃត្រៃជីពក៏យើងគោរពថ្វាយអង្គមបានពេលគេព្រះអង្គប្រេណនិព្វានទៅគេចែកធាតុទៅខ្សាច់ទាំង8នគរកសាងចេតិយបញ្ចុះក្នុងកាលនោះគឺមានតែដីខ្សាច់ទេធ្វើតែដីខ្សាច់រហូតហៅថាវាលោកចេតិយសម័យក្រោយមកទៀតក៏មានការបែកបាក់ខ្យល់ភ្លៀងហូរដាច់ខ្លះដូចជានៅរាមគ្រាមធាតុព្រះដែលຕົកនៅរាមគ្រាមធ្វើចេតិយពីដីខ្សាច់ភ្លៀងធ្លាក់ចូលក្នុងស្ទឹងគេស្រង់យកបានមកឥឡូវធាតុនោះយកមកកលតម្កល់នៅប្រទេសឥណ្ឌានៅក្នុងសារមន្ទីរជាតិនៅក្នុងទីក្រុងញូដេលីថ្ងៃមុនអាត្មាទៅថ្វាយអង្គមប្រធាននោះទៅជួបឯកអគ្គរដ្ឋទូតខ្មែរយើងប្រឈរជើងនៅប្រទេសឥណ្ឌាប្រចាំការនៅប្រទេសឥណ្ឌានាំឪពុកម្ដាយគាត់ទៅថ្វាយអង្គមដែរជាធាតុពិតបានពីចេតិយរាមគ្រាមនោះមកម្ល៉េះហើយសម័យក្រោយមកទៀតសម័យធម្មមាសោកឃើញថាចេតិយកសាងតែពីដីខ្សាច់មានការបាក់បែកអញ្ចឹងចាប់ផ្ដើមកសាងជារបស់រឹងមានថ្មជាដើមធម្មមាសោកជ្រះថ្លាកសាងចេតិយរហូត 84000 ចេតិយចេតិយដ៏ធំរបស់ធម្មមាសោកនៅស្នាមដូចជាកន្លែងព្រះអង្គប្រសូតកន្លែងព្រះអង្គប្រាស់ដឹងកន្លែងព្រះអង្គព្រះនិព្វានណាញោមណាជាពិសេសមួយទៀតហ្នឹងគឺចេតិយនៅភ្នំសានជីនៅល្អញោមកាប់ថ្មទៅរៀបដូចអង្គរវត្តយើងអញ្ចឹងយើងថាអង្គរវត្តយើងលើកថ្មបតបធ្វើជាប្រាសាទអង្គរទៅមើលនៅភ្នំសានជីគេកាប់ថ្មទៅរៀបធ្វើជាចេតិយដូចប្រាសាទអង្គរអញ្ចឹងអាត្មាធ្លាប់ទៅដល់ផ្ទាល់បានថាអស្ចារ្យធាតុព្រះសិរីបុត្រនៅតម្កល់ក្នុងដែរកាលពីសម័យសម្ដេចព្រះសីហនុយើងហ្នឹងនាំយកមកពេញ7ថ្ងៃដាក់ក្នុងវាំងធាតុព្រះសិរីបុត្រនឹងមកកលៀនប្រជាជនទៅគោរពថ្វាយអង្គម7យប់7ថ្ងៃលុយរាប់ហាប់បានលុយគេដាក់បូជាដល់គ្រប់7ថ្ងៃគេហែប្រធានព្រះសិរីបុត្រមកកលៀនទៅទីក្រុងកាល់កូតាវិញលុយកាក់ដល់ច្រើនយកទៅឯណាបន្ថែមលុយថវិកាជាតិទៀតកសាងមន្ទីរពេទ្យមួយទល់សពថ្ងៃឈ្មោះថាពេទ្យលោកសង្ឃហ្នឹងឯង
និយាយពីនៅអាចន្តាមិនត្រឹមតែកាប់ថ្មធ្វើជាចេតិយអានោះចោះថ្មធ្វើបន្ទប់ហ្មងចោះថ្មចោះភ្នំទៅធ្វើបន្ទប់មានជើងរសមានអីរឿងចម្លែកណាស់ការកសាងដោយជ្រះថ្លារបស់ធម្មមាសោកបាន 84000 ចេតិយថ្ងៃឆ្លងចេតិយហ្នឹងមាននៅអីប្រណិមមេតាភាសាបថៃគេអបសក់ចោះមកធ្វើបាបគេលេងសិនធ្វើឯងខ្លះរៀករូបខ្លះចុកពោះខ្លះឈឺពោះធ្វើមេឃងងឹតមេឃខ្យល់មេឃភ្លៀងព្រះឧបគុតនៅនឹងដែរថាយ៉ាមាននេះមកលេងខូចដាក់ប្រជាជនតាលេងសម្ដែងរិទ្ធដាក់ទៅមាននឹងវិញមាននឹងគេប្រែកាឡាជានាគរាជព្រោះពឹសដាក់ឧបគុតលោកប្រែកាឡាជាគ្រុឌដេញចាប់នាគហោះពេញមេឃហោះចោះហោះឡើងឧបគុតចាប់នាគនឹងជាប់ចាប់មាននឹងជាប់ចងទៅភ្នំមាននឹងវាឈឺខ្លាំងវាខំទាញមកទាញមិនដាច់គម្រងស្បែកឆ្កែនិមិត្តជាខ្សែហួយស្អុយលងោងញោមដល់លាមាននឹងវាស្អុយវាខំទាញមកទាញមិនដាច់វាយឺតដូចអាដេងកាស៊ូអញ្ចឹងអស់កម្លាំងអាកាស៊ូនឹងទាញបោកក្រាំងទៅភ្នំវិញទៅមាននឹងស្រែកយំនឹកថាពីជំនាន់ព្រះលោកកំពុងទេសនាអញមកនិមិត្តធ្វើជាគោដេញជុលគ្នាផ្អើលគេក៏មានពីណាតដៃអត់មានពីណាតដៃលោកទៅបិណ្ឌបាតអញទៅញ៉ាំងចិត្តអ្នកស្រុកក៏មកដាក់ចង្ហាន់លោកក៏មានពីណាតដៃឥឡូវឧបគុតលេងឯងចាស់ដៃហ្មងតដៃវិញសុំអំបរសុំចោះចាញ់ឧបគុតថាយើងមិនព្រមទេដោះលែងវិញមកតែយើងមិនដោះទេព្រោះអីព្រោះណែឯងមកធ្វើបាបគេអញ្ចឹងបានតាអ្នកតកែវយើងហ្នឹងចេះអ្នកតកែវអ្នកកពោតហ្នឹងណាញោមពីដើមចេះអាគេថាមួយគេហៅថាគេថាចងមៀណាចំណងមៀហ្នឹងបាននេះអានឹងចាប់ខ្មោចចាប់ព្រាយចងណាដល់ហើយអញ្ចឹងទៅតាប្រហែលជានៅចេះបានមៀនឹងសុំបយឧបគុតដោះលែងមកខ្ញុំលែងបៀតបៀនគេអញ្ចឹងណែឯងចំណាំយើងដោះលែងណែឯងប៉ុន្តែណែឯងឈប់មកបៀតបៀនកន្លែងគេធ្វើបន់ទៀតអញ្ចឹងចំណាំអីបានដឹងថាបន់បានលោកថាចំណាំគេដាក់តុងបើឃើញណាកន្លែងណាគេតបតែងតុងគេដាក់តុងកន្លែងហ្នឹងគេបន់ឯណែឯងក៏មកបៀតបៀនគេបានប្រឡែងទៅវិញចាប់ពីថ្ងៃនោះមកឲ្យតែយើងធ្វើបន់ឆ្លងចេតិយបន់អីក៏ដល់យើងដាក់តុងអញ្ចឹងណាញោមណាតែកាលណាពួកមាវាឃើញតែតុងហ្នឹងមិនហ៊ានមកចិត្តទេកុំបៀតបៀនគេធ្វើបន់ចេះហ្នឹងថ្ងៃឆ្លងចេតិយធម្មមាសោកបានជាចេតិយហ្នឹងធ្វើមានឥដ្ឋមានក្បាច់មានក្បោវិកហៈថ្មីគេថាអត្តកាទីហេចិត្តតាវាចេតយ៉ាងកន្លែងដែលគេរៀបចំមានឥដ្ឋមានក្បាច់មានក្បោមានបេតុងសំងការ៉ូស្អាតល្អសម្រាប់ជាការគោរពបូជាអាហ្នឹងគេហៅថាចេតិយណាញោមនៅប្រទេសភូមាមានទីតំបន់មួយជំនាន់ធម្មមានរត់គេហៅថាបាកានឥឡូវហ្នឹងកន្លែងនោះយើងទៅដល់ឲ្យឈ្មោះថាសមុទ្រចេតិយអាត្មាធ្លាប់ទៅច្រកចូលទាំង4គេកសាងចេតិយតម្កល់គេចម្លងជានិមិត្តរូបចេតិយចង្កូមកែវទាំង4បរិវេណកដាលនោះយើងបើកឡានទៅដល់គេឲ្យយើងឡើងចេតិយខ្ពស់មើលជុំវិញខ្លួនញោមចេតិយជាប់ជើងមេឃទៅទិសខាងកើតទិសខាងលិចខាងជើងខាងត្បូងឃើញចេតិយជាប់ជើងមេឃរាប់ពាន់រាប់ម៉ឺនចេតិយគេឲ្យឈ្មោះថាសមុទ្រចេតិយមិនបានកសាងច្រើនម្លេះថាគេកសាងច្រើនតំណាលគ្នានឹងអង្គរវត្តយើងដែរហើយនោះគេកសាងចេតិយដ៏ធំណាស់នៅប្រទេសសេរីលង្កាជំនាន់មហានាមបានប្រធានទៅចង់កសាងចេតិយសួរលោកថាគេធ្វើអ្មេចលោកថាធ្វើដូចកពុកស្រូវទៅចាំធ្វើកពូលពីលើបានចេតិយនៅប្រទេសសេរីលង្កាធ្វើដូចកពុកស្រូវអញ្ចឹងហើយមានកពូលនៅពីលើប៉ុន្តែធំហ្នឹងញោមកត់ចិត្ត100ម៉ែត្រអីនោះតុងពាត់មកជុំវិញតាមចកេះចេតិយហ្នឹង400ម៉ែត្រអីបានជុំញោមណាចេតិយទាំងអស់សិតតែចិត្តមានតែការលុត្រៈចេតិយមួយទេមានប្រហោងសល់ប្រមាណចិត្តទាំងអស់គេទៅគោរពបូជានៅប្រទេសភូមានិងប្រទេសសេរីលង្កាចេតិយគឺជាកន្លែងរមណីយដ្ឋានដ៏ល្អបំផុតថ្ងៃសៅរ៍ថ្ងៃអាទិត្យគេនាំគ្នាទៅដើរលេងគឺគេទៅតាមចេតិយទេវត្តមួយគឺគេមិនមែនយកពហិជាធំដូចយើងយកចេតិយជាធំបើកសាងវត្តមានចេតិយធំមួយបានគេទៅគោរពបូជាអញ្ចឹងការគោរពបូជាចេតិយនេះចេតិយចង្គមកែវទាំង4មួយនៅតាវតឹងមួយនៅនៀកប៉ុន្តែនៅស្រុកមនុស្សមាន2មួយនៅខេត្តប៉ាគីងប្រទេសចិនពហិចៅលួងពហិចៅហួងនៅវត្តឡាំងគួងខេត្តប៉ាគីងយើងខេត្តប៉េកាំងណាញោមណានៅខេត្តប៉ាគីងនៅចេតិយធ្វើពីមាសតម្កល់ព្រះចង្កូមយើងហើយមួយទៀតនៅប្រទេសសេរីលង្កានៅទីក្រុងខេនឌីធ្វើពីមាសដែរអាត្មាធ្លាប់ចូលទៅកន្លែងហ្នឹងគេមកឈរយូរញោមមកក្រោសិតប្រាក់ចេតិយសិតមាសគេដាក់តម្កល់ព្រះចង្កូមហ្នឹងដូច្នេះគេកសាងខ្លាំងណាស់ខ្មែរយើងចេតិយប្រទេសខ្មែរយើងឯនេះវិញពីដើមគេហៅថាប្រាសាទយើងហ្នឹងឯងជំនាន់កាន់ព្រហ្មញ្ញសាសនាប្រាសាទហ្នឹងជាចេតិយដល់ហើយជំនាន់កាន់ពុទ្ធសាសនាយើងហៅចេតិយវិញអញ្ចឹងចេតិយនិងប្រាសាទស្ថោបៈគឺនៃតែមួយទេជាចេតិយដូចគ្នាណាញោមហើយខ្មែរយើងបានកសាងមានការគោរពបូជាហូរហែមកដែរនឹងការកសាងចេតិយញោមញាតិពុទ្ធបរិស័ទទាំងឡាយពេលគេចែកប្រធានយកមកគោរពបូជាគេឃើញថាមានអានិសង្សច្រើនមានតាមកក្រុមនោះគាត់និយាយថាអញ្ចេះ
គាត់និយាយថាវាមានប្រយោជន៍អីជាមួយអាឆ្អឹងហ្នឹងដូចពាក្យមួយគេថាកន្លែងទុកសពកន្លែងទុកឆ្អឹងណាញោមណាធ្វើបន់ជាមួយមនុស្សរស់ហើយណែបានវាបានបន់ហើយទៅធ្វើបន់ជាមួយមនុស្សស្លាប់ជាឆ្អឹងហ្នឹងមានប្រយោជន៍អីអញ្ចឹងពេលនោះប្រពន្ធគាត់ហើយនឹងកូនគាត់នឹងកូនប្រសានាំគ្នាទៅហែប្រធានហើយកសាងចេតិយធ្វើបន់គ្រឿក្រែងអញ្ចឹងហើយតាយាយនឹងទៅយាយតានឹងអត់ទៅឯគាត់នៅប្រកែកជាមួយគ្នាគាត់នឹងត្រូវជើងគ្នាមកក្រុមប្រយោជន៍ផ្សេងជាមួយអាចឆ្អឹងមនុស្សងាប់ហ្នឹងបើមនុស្សរស់នេះធ្វើបន់មនុស្សរស់នេះបានវាបានបន់ធ្វើបន់នេះអាចជាមួយឆ្អឹងហ្នឹងមានប្រយោជន៍អីអញ្ចឹងវាបានគ្នាគាត់80000នាក់ដល់ពេលគេស្លាប់រៀងខ្លួនទៅគេទៅកើតជាមនុស្សទេវតាហើយតាហ្នឹងនឹងគ្នាគាត់ទៅកើតជាប្រែតអត់ចំណីអាហារថ្ងៃបន់ធំនោះប្រែតនឹងមកប្រពន្ធហើយនឹងនៃកូនប្រសាដែលកើតជាទេវបុត្រទេវតាក៏ចុះមកដល់ហើយទៅក៏ស្រាប់តែព្រះមហាកាសបៈលោកសំដែងធម៌លោកចងរិទ្ធឲ្យមើលឃើញគ្នាឲ្យមនុស្សមើលឃើញទេវតាឃើញមនុស្សឃើញប្រែតឃើញទេវតាស្រាប់តែពួកប្រែតនោះសម្លឹងឃើញប្រពន្ធឃើញកូនកូនអញកើតជាទេវតាកើតជាទេវបុត្រប្រពន្ធអញកើតជាទេវតាចុះពួកអញមិនមកកើតជាប្រែតអស់លីងអត់ចំណីអាហារនាំគ្នាវាលូនមកចិត្តជើងព្រះមហាកាសបៈថ្វាយអង្គមព្រះអង្គឲ្យខ្ញុំព្រះអង្គរៀងហើយកាលពីនៅមនុស្សមើលងាយប្រធានមើលងាយចេតិយមើលងាយមនុស្សស្លាប់ថាធ្វើបន់ជាមួយឆ្អឹងគ្មានបានប្រយោជន៍ឥឡូវគេកើតជាមនុស្សទេវតាឯលន់ខ្ញុំព្រះអង្គមកកើតជាប្រែតខកទៅទេខ្ញុំព្រះអង្គស្ដាយក្រោយណាស់សូមប្រាថ្នាថាឲ្យតកើតបានជាមនុស្សវិញលែងហ៊ានមើលងាយប្រធានលែងហ៊ានមើលងាយឆ្អឹងទៀតហើយណែវាស្ដាយក្រោយអញ្ចឹងឥឡូវយើងឯនេះមកវិញកសាងចេតិយតម្កល់អធិធិអធិគុណរបស់មេត្តាបិតាយើងនេះបានបន់ដូចព្រះដែរញោមកូនរបស់ស្ដេចធម្មមាសោកមួយឈ្មោះកូណាលរាជកុមារកើតមកមានរូបឆោមលំពណ៌ស្អាតភ្នែកថ្លាដូចសត្វកូណាលៈកូននឹងមកពីប្រជាជាតិមុនអ្នកក្រទេចេតិយមួយនឹងគេបិទមាសពេជ្រទៅស្ដេចជំនាន់ក្រោយមិនកាន់ពុទ្ធសាសនាវាយបកយកមាសនឹងប្រជាជនយំស្ដាយចេតិយនឹងល្អក៏នាំគ្នាយំទៅបរោះនឹងទៅទូលស្ដេចថាព្រះអង្គខ្ញុំព្រះអង្គសូមជួសជុលចេតិយនឹងឡើងវិញជួសជុលទៅគាត់ជួសជុលចេតិយនឹងស្អាតឡើងវិញហើយជាងរូបព្រះម៉ោងមកដាក់ទៀតគ្រាន់តែប៉ុណ្ណឹងញោមគាត់គោរពជ្រះថ្លាទៅគាត់បានស្លាប់ទៅកើតក្នុងឋានសួគ៌អស់កាលយូរដល់តែចុះមកមនុស្សវិញបានកើតជាកូនស្ដេចអញ្ចឹងបានគេថាអ្នកកសាងចេតិយនេះមហិតនោមហាភោគោមហាតេជោមហាបញ្ញោមានមហិទ្ធិឫទ្ធិខ្លាំងបារមីខ្ពង់ខ្ពស់មានដេជះបានលៀបបានយុះបានស័កបានកើតក្នុងតកូលខ្ពង់ខ្ពស់មានបញ្ញាច្រើនឆ្លាតហើយនឹងមានទ្រព្យសម្បត្តិច្រើនដូចនាងស្រីម្នាក់នៅស្រុកកំណើតព្រះសិរីបុត្រសពថ្ងៃនៅស្រុកកំណើតព្រះសិរីបុត្រគឺនីឡន្ទាដែលយើងហៅថាកន្លែងសាកលវិទ្យាល័យចាស់មុនគេលើពិភពលោកកើតសាកលវិទ្យាល័យ2មុនគេគឺនៅតកសិលាមួយនិងនៅនីឡន្ទានេះមួយតាំងពី6-700ឆ្នាំមុនគ្រិស្តសករាជដែលប្រទេសណាមិនទាន់កើតសាកលវិទ្យាល័យទេកន្លែងហ្នឹងកើតសាកលវិទ្យាល័យមុនគេលើពិភពលោកណាញោមគេទៅរៀននៅកន្លែងហ្នឹងឯងសាកលវិទ្យាល័យនីឡន្ទា10គីឡូ4ជ្រុងញោមអាត្មាធ្លាប់ទៅដល់កន្លែងហ្នឹងឥឡូវហ្នឹងនៅតែខឿននេះប៉ុន្តែលក់សបុតថ្លៃជាងគេពីព្រោះពួកបារាំងពួកអាមេរិកកាំងពួកអង់គ្លេសអ្នកដែលសិក្សាខ្លាំងគេមកសិក្សាកន្លែងហ្នឹងពីព្រោះជាសាកលវិទ្យាល័យចាស់10គីឡូ4ជ្រុងដោយសារមានសង្គ្រាមគេដុតឆេះខ្ទេចអស់ទៅរយៈពេលឆេះមួយខែបានលុតញោមនៅក្នុងនោះមានចេតិយមួយនៅកណ្ដាលសាលាហ្នឹងអង្គត់មួយកណាត់នៅមួយកណាត់គឺចេតិយព្រះសិរីបុត្រយើងហ្នឹងព្រះសិរីបុត្រលោកសកុតទៅសកុតនៅស្រុកកំណើតគេក៏បូជាសពលោកធ្វើចេតិយនៅក្នុងសាលាហ្នឹងនាងស្រីម្នាក់ជាអ្នកមានស្ដុកស្ដំអស្ចារ្យណាស់ជាកូនមហាសេដ្ឋីទៅគោរពបូជាចេតិយហ្នឹងហើយនាងនឹងបានទៅគោរពបូជាចេតិយនឹងនាងដឹងជាតិកាលពីមុនមកនាងដើរជាមួយម្ដាយឃើញគេកសាងចេតិយហើយក៏សួរម៉ែថាម៉ែគេធ្វើអីគេថាគេធ្វើចេតិយធ្វើបានប្រយោជន៍អីម៉ែគេតម្កល់ធាតុម៉ែឪតម្កល់ធាតុព្រះធាតុអីហ្នឹងគេថាបានបុណ្យបានទ្រព្យសម្បត្តិបានលៀបបានយុះកន្លែងគោរពបូជាណាកូនអញ្ចឹងម៉ែខ្ញុំយកខ្សែកខ្ញុំទៅចូលជាមួយគេណាអញ្ចឹងកូនឯងចង់ចូលម៉ែជ្រះថ្លាឃើញកូនក្មេងសោះចេះចូលកសាងចេតិយចូលកូនជ្រើទៅចូលគេទៅកូននឹងរស់ស៊ីមានបានសុខសាន្តសប្បាយស្លាប់ពីហ្នឹងទៅកើតឋានសួគ៌ដល់ចុះពីឋានសួគ៌មកបានមកកើតក្នុងតកូលសេដ្ឋីក្នុងស្រុកហ្នឹងហើយដល់បានប្តីទៅប្តីហ្នឹងជាសេដ្ឋីទៀតឪពុកស្លាប់ទៅអត់ពីឪពុកទៅបន្សល់ទ្រព្យសម្បត្តិឡើងច្រើនឲ្យកូនទាំង2នាក់ហ្នឹងនៅ2នាក់ប្តីប្រពន្ធលើកំណត់ទ្រព្យសម្បត្តិមានស្ដុកស្ដំណាស់ដល់ពេលពីធ្វើកសាងចេតិយហ្នឹងនាងដឹងថាអញដែលមានបានជាតិហ្នឹងមកពីមុនមកអញបានចូលកសាងចេតិយឥឡូវអញទៅទៀតទៅកសាងចេតិយព្រះសិរីបុត្រហ្នឹងទៅគោរពបូជាឥឡូវនាងស្លាប់ទៅហើយទៅកើតក្នុងឋានសួគ៌ឯណោះជាសម្បត្តិទឹកគេថាបើនាងចុះមកកើតជាមនុស្សទ្រព្យសម្បត្តិគ្មានលេខដាក់ទេណាញោមណាអានេះមហាអុកញ៉ាបាត់ហើយណាញោមណានេះបានជាវាមានប្រវត្តិចេតិយនឹងនៅទល់សប្តាហ៍ថ្ងៃហ្នឹងហើយយើងឯនេះក៏បានកសាងបច្ចេតិយធ្វើបន់ឆ្លងនេះបន់កុសលបាន
ពេញដល់កូនដល់ចៅផៅសណ្ដានព្រៀងលៀនម្យ៉ាងទៀតខុបគម្រប់មួយឆ្នាំជាតេខេណានុបទានដើម្បីយកទិសផលជូនគាត់អញ្ចឹងកូនចៅបានទិសផលជូនមេដាបៃតារមែងទទួលបានដូចជាម្ដាយនាងឧត្តរាដែលកើតជាទេវតាមកបង្ហាញខ្លួនប្រាប់ប្របាទបង្កលិកៈនោះថាខ្លួនបានកើតជាទេវតាមានទ្រព្យសម្បត្តិបរិបូរណ៍ក្នុងកំណើតទឹកនេះដោយសារកូនខ្ញុំធ្វើបុណ្យឧទ្ទិសមកឲ្យខ្ញុំពីមុនខ្ញុំកើតជាប្រែតប៉ុន្តែដល់កូនធ្វើបុណ្យឧទ្ទិសមកឲ្យខ្ញុំទទួលផលបុណ្យពីកូនមកបានមកកើតជាទេវធីតាសោយសម្បត្តិទឹកនេះដោយសារផលបុណ្យកូនអញ្ចឹងបានកូនចៅសិក្សាឃើញគំរូអស់ហ្នឹងមិនលះបង់ទេនាំគ្នាធ្វើបុណ្យឧទ្ទិសទីខ្ពង់ខ្ពស់ប៉ុន្តែបើញាតិនោះស្លាប់កើតកន្លែងខ្ពង់ខ្ពស់ស្រាប់ហើយនឹងរឹតតែខ្ពង់ខ្ពស់ទៅទៀតអញ្ចឹងណាអញ្ចឹងការធ្វើបុណ្យខួបគម្រប់មួយឆ្នាំនេះគឺជាការផ្ញើសហុយបញ្ជូនទៅឲ្យគាត់ព្រោះគាត់ទៅនឹងអត់បានយកលុយកាក់គាត់ទៅទេយកតែបុណ្យទៅឲ្យលុយកាក់របស់គាត់នៅនេះទាំងអស់កូនចៅផ្ញើសហុយឲ្យគាត់ថែមទៀតណាញោមណាកសាងបច្ចេកដីក៏គោរពតាមប្រពៃណីបានល្អសូមឲ្យលោកយាយឧបាសិកាផ្សងណាទទួលអត្ថមនុញ្ញផលកុសលផលបុណ្យពីកូនចៅផៅសណ្ដានព្រៀងលៀនសោយសម្បត្តិទឹកតាមប្រាថ្នាមួយអន្លើដោយញាតិកាសាលហិតញាតិមិត្តខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000ជាតិ1000តម្រួតតាទូតយទួតតាលាយលាដែលបាក់បែកចែកឋានទៅសូមឲ្យទទួលកុសលផលបុណ្យទាំងអស់គ្នាញោមញាតិដែលអញ្ជើញមកនេះសិតតែមានមេត្តាបៃតាដូនតាម៉ាកុងដូចគ្នាដែលស្លាប់ទៅដែរសូមមកទិកុសលឲ្យបានដល់មេត្តាបៃតាដូនតាម៉ាកុងចឹកចែសោហៀទាអ៊ីពេកើដែលចែកឋានទៅខ្មោចមុនខ្មោចក្រោយ100ជាន់1000តម្រួតតាទូតយទួតតាលាយលារបស់យើងនោះឲ្យបានទទួលកុសលផលបុណ្យទាំងអស់គ្នាសោយសម្បត្តិទៅតាមប្រាថ្នាសូមទេវតាអនុមោទនាកុសលផលបុណ្យនេះហើយនាំដំណឹងទៅជួយប្រាប់ដល់ញាតិកាទាំងនោះផងសូមទេវតាជាពិសេសទេវតាថែរក្សាភ្នំថែរក្សាព្រៃថែរក្សាវត្តនេះអនុមោទនាបុណ្យហើយជួយថែរក្សាការពារប្រគុណជាអង្គម្ចាស់គ្រប់ព្រះអង្គសាងភ្នោះបោះយូកុំឲ្យមានស្រែងកុំឲ្យមានស្គៀបកុំឲ្យមានលមាស់សិក្សាបត្រៃបីដកហកមេប្រយោគត្រៃលក្ខត្រៃលោកត្រៃដាថាកថាដីកាកពីចេះតិចចេះទីកុំឲ្យខ្វះចន្លោះឲ្យញោមញាតិពុទ្ធបរិស័ទទាំងអស់នេះរត់ទទួលទានមានបានកើតកាលវាលគុំតិចតិជុំទេវតាជួយអនុមោទនាថតរូបញោមញាតិទាំងអស់គ្នានេះដាក់ជាវីដេអូជារូបសិល្បៈផ្ញើទៅព្រះអិនសកទេវរាជស្ដេចទេវតាឲ្យចំណាំចាំមុខផងថាសិតតកូនចៅព្រះទេឲ្យទេវតាជួយថែរក្សាការពារញោមទាំងអស់គ្នារស់នៅឲ្យបានយូររត់ទទួលទានឲ្យចេះតែមានចេះតែបានកើតកាលវាលគុំតិចតិជុំកុំឲ្យស្គាល់ក្រលំបាកតោកយ៉ាវេទនាកំព្រាកំសត់ប្រត់ប្រាស់និរាចាក់ចោលបងប្អូនកូនចៅញាតិផៅសណ្ដានព្រៀងលៀនរត់ទទួលទានចេះតែមានចេះតែបានកុំឲ្យមានមា8ផ្លូវសត្រូវ8ទិសកុំឲ្យមានកិច្ចចំណែននិន្ទាឈ្នានេះគំនុំគុំគួនព្យាបាទបៀតបៀនចាក់ចុចអុចអាលបណ្ដាលដុតពលរុលពុតចាក់ដោតចត់ប្រគុតប្រកាន់មូលប្រកាច់មើងងៃច្មក់លក់លុយឌឺដងដៀមដាមទៅផ្ទល់ផ្ចាញ់ចាឡើយទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអសូរគេលើកគេតំកាន់គេតម្លើងយុះគេតម្លើងសាក់ជួបទៅនឹងព្រះប្រទះទៅនឹងធរជួបទៅអ្នកល្អជួបទៅសពបរោះជារៀងរហូតបនកសលនេះបានទាំងអស់គ្នាទាំងអ្នកជួយតបជួយតែងជួយចាត់ជួយចែងលីសែងលើកទុកលើកដាក់លៀងចានលៀងឆ្នាំងលៀងប៉ាន់តែងចិត្តបន្លែផ្លែឈើអ្នកជួយដាំជួយស្លជួយស្លុកបងប្រហុកអំបិលប៊ីចេងទាំងចាស់ក្មេងជួយទិញដូរសម្ភារៈជួយដឹកជួយជូនអាចារ្យរៀបចំទានធូបបាយសីប្រៃមលូស្នាអាសនៈថ្វាយព្រះអង្គប្រសង់ក្នុងកម្មវិធីបុណ្យអ្នកជួយសូត្រធម៌ជួយស្មូតអ្នកជួយតបអ្នកជួយតែងអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកបើកធុងបាសស្គរអាសាសកន្ទ្រឹមកន្ទ្រាក់ញាក់កន្ទ្រាក់រំត្រំដីតន្ត្រីដែលប្រងនឹងសម្ដែងថ្លាថ្លែងលេងនៅក្នុងពេលយប់នេះសិល្បៈលបែងលបាំកលំយីកេអីក៏ដោយអ្នកមកចូលចាប់អ្នកផលទៅវិញបាត់ហើយក្តីនៅក្នុងទីនេះក្តីអ្នកផ្ញើលុយផ្ញើកាក់មកចូលរួមក្តីអ្នកដែលមិនបានមកអនុមោទនាពីចម្ងាយក្តីសូមឲ្យបានបុណ្យគុណកុសលទាំងអស់គ្នាទាំងអ្នកលក់ទាំងអ្នកដូរទាំងអ្នកដឹកទាំងអ្នកអញ្ជូនអ្នកមានយានជំនិះតូយតាលិចស៊ីយានជំនិះធ្លាប់ទៅជាចំនួនជួញចំណេញថ្ងៃនេះមកដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសង់ហើយសន្តិសុខសម្ដាប់ធ្នាប់រៀបចំសម្ដាប់ធ្នាប់នៅក្នុងកិច្ចកម្មវិធីនេះទាំងអាជ្ញាធរដែនដីទាំងចារគណៈកម្មការពុទ្ធបរិស័ទទាំងអស់សូមឲ្យបានសេចក្តីសុខចម្រុងគឺជាមេរោគដែលមកនៅជាមួយយើងឲ្យយើងរស់នៅជាមួយមេរោគបានប្រពុតលោកថាសន្តិហោរីរូបរាងកាយពោតិស្អុយរោគកណិតទាំងជាសម្បុកនៃរោគបផាំងគុណណាំងជារបស់ពុកផុយទៅវិញទៅទេរូបឲ្យរូបដើមឈើកគីឈើកញូងឈើអីចាស់ទៅគេកាប់យកមកធ្វើជើងតក់ជើងក្រែកើតហើយយើងនេះចាស់ទៅប្រគល់ជើងយើងឲ្យគេយកធ្វើជើងតក់ជើងក្រែគេមិនយកទៅទៀតហើយបើធ្វើបានមិនស្រួលមិនហ៊ានអង្គុយទៀតដល់ឲ្យក្រែជើងមនុស្សដូច្នេះឲ្យវាយ៉ាប់ណាស់ក្នុងខ្លួនយើងញោមមានតកៅរស់នៅនឹងជាង80ពូជណាញោមហើយអត់មានពីណាបដិសេធទេវិទ្យាសាស្ត្រក៏រកឃើញពុទ្ធក៏រកឃើញដែរយើងគិតថាអញស្អាតអញល្អវាល្អមែនពីក្រៅប៉ុន្តែពីខាងក្នុងមានតកៅនៅក្នុងខ្លួនយើងជាង80ពូជអាត្មានិយាយត្រង់ធ្លាប់ជួបផ្ទាល់គេយកសពដាក់មកឈូសកញ្ចក់ញោមសពស្អាតភ្លឹងដាក់មកឈូសកញ្ចក់លើសពី7ថ្ងៃក្រោយទៅតកៅចេញមកវាពេញកញ្ចក់អាតូចក៏មានអាធំក៏មានមកថាចុះបើយើងបាត់ចិត្តឲ្យតកៅមកពីណាវាចេញពីក្នុងខ្លួនយើងមកបានវិជ្ជបណ្ឌិតពេទ្យគេថាដៃគុណណោយក្នុងពវៀនយើងនេះហូបបាយទៅពេទ្យគេថាតកៅនឹងរោគនឹងមេរោគមេតកៅជីវិតនឹងវារស់នៅតោងពវៀនយើងនឹងរាប់មិនឈ្នះ
ai chắc không có viên không na có miền đai pan viên là bởi vì thì lo micro tu khơi sắt từ rốt bán và bột tham miền bạch sập pu từ cây không luôn dương á pan dương này khăng viêm toàn riết ta ba được cái bông co to chỉ mới từ dương chọn sao tích khô tích on tích chư chỉ kêu chư chỉ công tích chư khăng men tên vi chuan là mong vì lực tọt chạm này không luôn ao từ dương chọn sao anh đâu vấp chân bàn pe kêu dương hạt tràn cầm lang sạch đông là hột cầm đào sạch đông là hột đầm bầy cầm ao chanh tọt bọt mì ruแต่យើងមិនហាត់ប្រាណទេញោមអង្គុយពី3ខែមិនតាន់ឡើងម្ដងឈរពី3ខែមិនតាន់អង្គុយម្ដងមេរោគបានដៃទៅទៀតបានអញធ្វើឲ្យជួយជាកែអញធ្វើឲ្យជួយជាកុំអញធ្វើឲ្យជួយសរសៃហើយដល់ពេលយើងខ្សោយមែនតើមេរោគជន់ក្រឹបដល់តែជន់ទៅមិនហ៊ានទិញថ្នាំមិនហ៊ានទៅពេទ្យយកទៅពេទ្យគេថាហួសពេលបាត់ហើយព្យាបាលអត់តាន់ឥឡូវមេរោគវាចូលដល់ខួរក្បាលបាត់ហើយវាចូលដល់សួតវាស៊ីសួតអស់ហើយបើដូច្នេះវាជ្រុលពេលវាមានមកពីណាមកពីរូបយើងនឹងជាសម្បុកនៃរោគបានជាលោកថាຕົកខាងຕົកហើយអនត្តាដែលពាក្យគេថាប្រែថាមិនមែនជារបស់ខ្លួនហ្នឹងមកពីគេប្រែតាមស័ព្ទបាលីទេប៉ុន្តែន័យមិនមែនអញ្ចឹងទេន័យរបស់អនត្តាមានន័យថាយើងអត់មានសិទ្ធិប្រកបវិជ្ជាវាបានញោមថាពវៀនរបស់ញោមខ្លួនយើងអ្នកម្ចាស់មើលឆ្លើយមើលពវៀនយើងប្រហែលម៉ែត្រយើងអត់ដឹងមកនោះហើយពីណាអ្នករៀបថ្លង់ឲ្យដាក់ពវៀនបែទៅណាដាក់កាពះប៉ុណ្ណាដាក់ថ្លើមមិនប្រមាថតែមិនគេធ្វើផ្ទះធ្វើអូតែលធ្វើវីឡាមើលគេគូប្លុកឡើងបែកម៉ាំអស់ហើយពុះទៅអានេះផ្លូវទៅនេះអានេះផ្លូវទៅនោះបន្ទប់ទឹកមកតាមផ្លូវនេះផ្លូវនោះគេគូឲ្យខ្ទេចអស់បានគេយកទៅធ្វើហើយចុះរូបរាងកាយយើងទៅអាណាប្រហោងចេញមកទៅជីអាណារុនទៅច្មោះអាណាទៅកំពង់កអាណារុនខ្យល់អាណារុនចំណីអាហារណាគេគូប្លង់ឲ្យពិបាកណាស់តែខ្លួនយើងមិនដឹងផងម្ល៉េះហើយយើងបជាវាស្ដាប់អីអត់មើលណែឯងស្ដាប់ខ្ញុំកុំឈឺអត់ចៃស្ដាប់អញឈឺស្អែកអញណែឯងកុំស្កើអញស្កើអញទិញថ្នាំលាប2 3ថ្ងៃខ្មៅចង់សគុលហើយឡាយក្មេងគេឲ្យសចង់ខ្មៅគុលឯងទៅជាខ្មៅចង់សគុលវិញជ្រះគ្នាថ្មិញថាកម្អោយបាក់ស្បែកកម្អោយជ្រីងជ្រួញវាអត់ស្ដាប់យើងសោះទីបំផុតយើងថាកម្អោយស្លាប់វាស្លាប់វាអត់ស្ដាប់បញ្ជាតាមបំណងយើងតែហ្នឹងបានគេប្រើពាក្យថាអនត្តាមកពីវាមិនស្ដាប់បញ្ជាយើងធម៌3អនិច្ចំទុក្ខអនត្តាជាប់ជាមួយខ្លួនយើងបានគេហៅថាធម៌3ជាប់ខ្លួនធម៌4ជាប់សាច់គឺដីទឹកភ្លើងខ្យល់អ្នកវិទ្យាសាស្ត្រក៏រកឃើញប៉ុណ្ណឹងដែរបានគេយកមកធ្វើឡានធ្វើម៉ូតូអីកើតគេថាជីវិតរស់នៅដែលអាស្រ័យធាតុ4ហ្នឹងដីទឹកភ្លើងខ្យល់ផ្សំផ្គុំគ្នាដីទឹកភ្លើងខ្យល់ខ្វះជាតិណាមួយមិនរស់ទេទឹកខ្យល់ឡើងខ្លាំងកើតខ្យល់ចាប់កើតស្លាកខ្យល់កើតខ្យល់កស្លាប់ហើយទឹកភ្លើងឡើងខ្លាំងវាក្តៅខ្លួនវាខ្លាំងដូច្នេះធាតុភ្លើងឡើងខ្លាំងក៏ស្លាប់ហើយបើខ្វះធាតុទឹកក៏ស្លាប់ហើយបើខ្វះធាតុដីខ្វះចំណីអាហារក៏ស្លាប់បើដូច្នេះធាតុទាំង4ហ្នឹងឲ្យជីវិតរស់បានអ្នកវិទ្យាសាស្ត្រយកធាតុទាំង4ហ្នឹងទៅធ្វើឡានធ្វើម៉ូតូគេធ្វើចេញពីធាតុទាំង4ដែរញោមគេថាអាធាតុខ្យល់នេះគេយកទៅធ្វើម៉ាស៊ីនគេហៅថា compression បង្ហាប់ខ្យល់ក្នុងស៊ីឡាំងហើយអាធាតុទឹកនិងធាតុដីនេះជាផ្ដល់ចំណីឲ្យនេះគេហៅថាកាបៀរ៉ាស្យ៉ងផ្ដល់ប្រេងឲ្យឆេះដើម្បីឲ្យកើតធាតុភ្លើងហើយចំណែកអាតសៃតសោងបេះដូងចង្វាក់ចែកចាយឈាមនេះគេហៅថារ៉ៃក្លេអាលុយម៉ាគេតម្លើងអាបកាមចង្វាក់ឲ្យត្រូវនឹងកវ៉ាត់សេមីពីស្តង់ហុចទៅហុចមកឲ្យឆេះជាម៉ាស៊ីនហើយចំណែកភ្លើងធាតុដែលនៅក្នុងខ្លួនយើងភ្នែកតតខ្សែមកញោមភ្នែកយើងកាយចេញមកឆ្អឹងនៅពីក្នុងភ្នែកហ្នឹងចិត្តតែញោមអត់មានរុនទេណាមានតែខ្សែចេញទៅក្នុងហ្នឹងដូចខ្សែភ្លើងអញ្ចឹងបើយើងស្លាប់ទៅអស់ភ្នែកអាលីងទៅរុនក៏ហូហើយឆ្អឹងនៅតលហ្នឹងអញ្ចឹងភ្នែកយើងវាតខ្សែដូចខ្សែភ្លើងមកដែរតាវាតទៅភ្នែកទៅតិចតទៅសៃពេញមកខ្លួនទាំងអស់តាំងពីបេះដូងចែកឈាមចែកអីធាតុអគ្គិសនីរត់ពេញខ្លួនយើងនេះខាងភ្លើងគេហៅថាសៀកខ្វីអាលុយម៉ាគេផ្ដល់ភ្លើងឲ្យម៉ាស៊ីនឆេះបើដូច្នេះអ្នកវិទ្យាសាស្ត្រវាយកចេញពីធាតុទាំង4មកធ្វើចេញជាម៉ាស៊ីនចេញជាឡានជាយន្តហោះឲ្យយើងជិះលាន់ដោយជីវិតមនុស្សយន្តរស់មួយដែរខ្ញុំមើលឃើញបានគេដាក់ថាគោយន្តដាក់ថាគ្រឿងយន្តណាអាហ្នឹងវាចឹងដូច្នេះហើយធាតុទាំង4ដីទឹកភ្លើងខ្យល់អ្នកផ្សំផ្គុំឲ្យកើតជារូបរាងកាយវាយកទៅបំបែកទៅមានតែប៉ុណ្ណឹងដល់លបូជាស្លាប់ទៅកប់បញ្ចុះទៅអាធាតុទឹកវាคล้ายទៅជាទឹកវិញអាធាតុដីคล้ายមកជាដីអាធាតុខ្យល់ទៅខ្យល់អាធាតុភ្លើងទៅជាធាតុភ្លើងអស់ហើយដល់លធម៌មួយជាប់សាច់គឺសេចក្តីស្លាប់ធម៌មួយចាំកាត់ផ្ដាច់គឺសេចក្តីស្លាប់សេចក្តីស្លាប់ស្ទាក់មុខចំណិចញោមរត់ទៅណាក៏កិច្ចមិនរួចពីស្លាប់ដែរមានអ្នកព្យាយាមរត់កិច្ចពីស្លាប់ហើយរត់កិច្ចអត់រួចទេពីជំនាន់ព្រះមានអ្នកខ្លះយមមកបាលមកប្រាប់ថា7ថ្ងៃទៀតស្លាប់ហើយគាត់ខំរត់កិច្ចមកពីជាតិមកពីមុនមកគាត់ជពាក់លុយច្រើនពេកជពាក់លុយគេច្រើនទៅគាត់រកលុយសងគេមិនឈ្នះគាត់បន់ឲ្យងាប់
អញហើយជិលរស់នៅបើរស់នៅមួយជាតិហ្នឹងតាំងពីថ្ងៃនេះដល់ថ្ងៃស្លាប់រស់ស៊ីសងទៅគេហ្នឹងដល់ថ្ងៃស្លាប់ទៅមកមានបានចាយជាពាក់គេរហូតបើជាពាក់គេច្រើនអញ្ចឹងស្លាប់ទៅតែមកទៅស្រួលដែរមិនបាក់សងហៅយមបបាលឲ្យមកយកមកប្រកាសលើមកយកអាយុជីវិតខ្ញុំមកខ្ញុំលែងចង់រស់ហើយពិបាកណាស់ជាពាក់គេច្រើនពេកគាត់នឹងសង្ស័យលេងលបែងផងមិនដឹងជាពាក់គេច្រើនដល់ពេលយមបបាលដើរយកមនុស្សនឹងចេញមកឲ្យឃើញភ្នែកស្រស់ណែហៅខ្ញុំមកធ្វើអីខ្ញុំចង់ស្លាប់ខ្ញុំមិនចង់រស់ទេយកជីវិតខ្ញុំឲ្យហើយទៅតែមិនបានទីចង់ស្លាប់ផ្ទះលុយគេច្រើនពេកខ្ជិលសងវាមិនតាន់ដល់អាយុតែដល់ពេលមិនបាច់បនក៏គង់តែស្លាប់ដែរណែឯងនឹងវាកម្មពៀត្រូវទៅសងលុយគេសិនហ្នឹងហើយបើដូច្នេះណែឯងមិនតាន់ត្រូវស្លាប់តែដល់ពេលគង់តែវាស្លាប់ទេកុំភ័យឥឡូវយកกระดาษឲ្យមកគាត់ទៅខ្ញុំប្រាប់គាត់ឆ្នាំដើមឆ្នាំនេះឆ្នាំកាពះដើមឈើនោះឆ្នាំគ្រុនពវៀនឈើនេះឆ្នាំលមាស់ឆ្នាំស្រែងជាពីធ្វើទៅឆ្នាំកូនខ្ចីឆ្នាំអីទៅហើយគាត់នោះទៅធ្វើឆ្នាំតាមយមបបាលប្រាប់នឹងទៅស្រាប់ទៅយកទៅលក់បានលុយទៅសងគេរួចអស់សំឆ្នាំគាត់ល្បីคล้ายទៅជាអ្នកមានដាច់គេក្នុងភូមិคล้ายទៅជាអ្នកមានធ្វើផ្ទះធំអូដូចសេដ្ឋីអញ្ចឹងដល់ទៅពេលមានបានច្រើនទៅឡើងចង់ស្លាប់ពីដំបូងថាចង់ឲ្យស្លាប់ដល់អាឡ័យមានទ្រព្យភ្លេចស្លាប់អាយុ78ទៅហើយយមបាលមករំលឹកម្ដងទៀតបង្ហាញខ្លួនម្ដងទៀតចេញមកថ្លឹងមិនជំរាបសួរស្គាល់ខ្ញុំអត់កាលមុនចង់ស្លាប់ខ្ញុំមកប្រាប់ថាណែឯងមិនទាន់ដល់ពេលទេឥឡូវខ្ញុំមកប្រាប់ហើយ7ថ្ងៃទៀតដល់ថ្ងៃស្លាប់ហ្នឹងណាហើយអត់មានគិតធ្វើសិលធ្វើទាននៃខ្លះទេបើណែឯងអត់មានសិលអត់មានទានណែឯងស្លាប់ទៅអត់បានមកមនុស្សទេណានឹងទៅនរកប្រែតហើយព្រោះបាបច្រើនណាស់ប៉ុន្តែបើណែឯងមានសិលមានបុណ្យមានទានចាប់ពីថ្ងៃនេះទៅដល់ថ្ងៃទី7មិនក៏បានកើតជាមនុស្សវិញដែរចាយទ្រព្យនឹងតទៀតឬកាច់ជាទេវបុត្រទេវធីតាអញ្ចឹងខ្ញុំលាហើយខំធ្វើបុណ្យនៅ7ថ្ងៃទៀតជួបគ្នាខ្ញុំមកយកហើយបាត់សមោលយមបាលវិញទៅគាត់ទេចង់ស្លាប់ពីមុនឥឡូវលែងចង់ស្លាប់ចង់រស់ក៏នឹកថាអញ7ថ្ងៃទៀតគេមកយកហើយចុះបើទ្រព្យសម្បត្តិអញមកកណោអញស្លាប់ទៅទេមិនអញខ្លាចជាអ្នកមានហើយអញចង់នៅចាយបន្តទៀតបើអញ្ចឹងបបួលកូនបបួលប្រពន្ធឯងមានវិធីឲ្យយើងប្រមូលអីវ៉ាន់ដាក់សពៅបើកចេញទៅហ្មងទៅនៅនគរផ្សេងយមបាលមកទៅមករងផ្ទះនេះអត់ឃើញយើងទេយើងរត់ទៅនៅនគរផ្សេងបាត់យមបាលទៅយកអ្នកផ្សេងទុកឲ្យយើងរស់នៅហើយបើអញ្ចឹងយើងរត់កុំឲ្យយមបាលឃើញប្រមូលទ្រព្យសម្បត្តិដាក់សពៅបបួលប្រពន្ធបបួលកូនឡើងបើកបោចចេញទៅសពៅដល់កដាលសមុទ្រប៉ះខ្យល់ព្យុះគ្រប់7យប់7ថ្ងៃព្យុះក្បត់ត្បូងមកប៉ះជាមួយសពៅនឹងកលាប់លឹបលិចស្លាប់ហើយទាំងអស់គ្នាមែនអញ្ចឹងបានថាដល់ពេលស្លាប់កិច្ចមិនរួចចាអញ្ចឹងបានលោកថាសេចក្តីស្លាប់នេះនៅស្ទាក់ចាំផ្លូវយើងជានិច្ចយើងជិះម៉ូតូទៅអត់បបួលវាទៅទេប៉ុន្តែបើគ្រោះថ្នាក់ចរាចរណ៍ម៉ាំងស្លាប់ហ្មងអានោះវានៅពួនក្បែរយើងហ្នឹងឲ្យតែយើងប្រហែលងាងទៅចេញមកហើយបើយើងអង្គុយស្ងាត់ម្នាក់ឯងយកដៃច្បាច់កឲ្យខ្លាំងស្រួលស្លាប់ទៀតហើយបើយកបំណងវាយខ្លួនឯងស្រួលស្លាប់ទៀតមាននៅតែជុំវិញខ្លួនយើងតែមានខ្លួនយើងស្លាប់នៅតែពីមុខរហូតចាំតែស្ទះបានលោកហៅថាធម៌3ជាប់ខ្លួនធម៌4ជាប់សាច់ធម៌1កាត់ផ្ដាច់នៅសល់ធម៌2ឥឡូវសេចក្តីស្លាប់កាត់ផ្ដាច់នៅសល់ធម៌2អីគេនៅសល់ធម៌2នៅសល់តបូលរូងពណ៌សនិងពណ៌ខ្មៅនោះហើយឲ្យតែស្លាប់ទៅគេដាក់ពណ៌សនិងពណ៌ខ្មៅនោះអាហ្នឹងហើយធម៌2នៅសល់អសហ្នឹងផេះអាខ្មៅហ្នឹងខ្ជុំអសហ្នឹងសក់ស្កូវអាខ្មៅហ្នឹងសក់សអសហ្នឹងផេះអាខ្មៅហ្នឹងខ្ជុំសហ្នឹងគឺអំពើបុណ្យខ្មៅហ្នឹងគឺអំពើបាបក្រោយពីស្លាប់ទៅអំពើដែលយើងធ្វើប្រមាណមានតែពីរហ្នឹងឯងលាយគ្នាបើសច្រើនជាងបុណ្យច្រើនជាងមកមនុស្សទេវតាហើយបើខ្មៅច្រើនជាងបាបហើយទៅហើយបានជាគេរំលឹកគេដាក់ពណ៌សហើយពណ៌ខ្មៅប៉ុន្តែខ្មៅតិចជាងសច្រើនជាងនឹងហើយសនឹងគឺបុណ្យហើយខ្មៅនឹងគឺបាបអញ្ចឹងក្រោយពីស្លាប់ទៅនៅបុណ្យនឹងបាបវាទាញគ្នាដាក់អញ្ជីងថ្លឹងអញ្ចឹងណាញោមបើបុណ្យច្រើនជាងមកកើតជាមនុស្សទេវតាបើបាបច្រើនជាងទៅនរកប្រែតបានលោករំលឹកដល់ក្មេងជំនាន់ក្រោយគេដាក់ពណ៌សពណ៌ខ្មៅប៉ុន្តែចាស់ជំនាន់មុនដឹងដល់ជំនាន់ក្រោយឃើញគេចងសខ្មៅជាចងតាមគេទៅមិនដឹងមានន័យថាម៉េចទេញោមញាតិពុទ្ធបរិស័ទទាំងឡាយក្រោយពីស្លាប់ទៅហើយអ្នកនៅរស់ចេះតែនាំគ្នាធ្វើបុណ្យមាន3យ៉ាងបុណ្យ3យ៉ាងទី1គេហៅថាបុណ្យមរណៈសង្គ្រោះឬបុណ្យសពឬបុណ្យខ្មោចទី2គេហៅថាបុណ្យជាបនកិច្ចទី3គេហៅថាបុណ្យតេខេណានុបទាន
ចឹងអ្នកនៅរស់ធ្វើបន់ឲ្យអ្នកស្លាប់មាន3ហ្នឹងទី1បន់សពបន់ស្លាប់ឬបន់មរណៈសង្គ្រោះគឺគេធ្វើថ្ងៃស្លាប់ទៅគេធ្វើបន់មរណៈសង្គ្រោះអ្នកស្រុកអ្នកស្រែខេត្តយើងហៅខុសគ្នាតាមខេត្តតាមតំបន់ខ្លះគេហៅបន់មរណៈសង្គ្រោះតំបន់ខ្លះគេហៅបន់សពខ្លះគេហៅបន់ខ្មោចខ្លះគេហៅបន់មរណៈភាពខ្លះគេថាគេធ្វើបន់គាត់ខូចហើយចឹងសរុបទៅនៅតែបន់មនុស្សស្លាប់គេហៅថាមរណៈសង្គ្រោះគឺគេសង្គ្រោះដល់អ្នកស្លាប់និងសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ដោយធម៌4យ៉ាងទី1ទានអ្នកមកចូលចាប់មគ្គផលតាមមានតាមបានមិនបាច់ចាំគេប្រាប់ទេឮតំណែងមកចូលហ្មងហើយក៏មិនមែនមានន័យថាគេចង់បានលុយកាក់ទ្រព្យសម្បត្តិពីយើងដែរប៉ុន្តែវាបង្ហាញពីការណិតអាសូរគ្នាស្រឡាញ់ឆន្ទៈរាប់អានគ្នាអានឹងមកចូលចាប់មគ្គផលគេហៅថាទានអ្នកទី2បយៈវច្ចៈពោលពាក្យពីរោះពិសាដល់គ្នាជួយលួងជួយលោមជួយបញ្យលជួយសោតជួយស្មូតធរអាជួយណែនាំក្មួយអើយធ្វើអញ្ចេះមកចៅអើយធ្វើអញ្ចោះទៅកុំកើតទុកពេកធ្វើមិនទេជីវិតដូចគ្នាអញ្ចឹងណាអានឹងពោលពាក្យពីរោះគ្នាកំពុងមានទុកត្រូវការអ្នកលួងលោមអ្នកណែនាំគ្នាកំពុងតែវិលវល់សេចក្តីសោកវាគ្របដណ្ដប់ទី3គេហៅថាអត្តចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាកំចាំតែគេជួលអីចេះអីជួយនឹងមកឯទី4គេហៅថាសមានតតាធ្វើជាអ្នកទម្លាក់មាននេះឲ្យស្មើកុំប្រកាន់ថាអញអ្នកមានជាងគេមិនបាច់ទៅខ្វល់ខ្វាយបនខ្មោចអ្នកក្រអញអ្នកធំមិនបាច់ទៅបនអ្នកទៅតែអត់ទេអ្នកធំអ្នកតូចអ្នកមានអ្នកក្រអ្នកល្អអ្នកអាក្រក់ស្លាប់ម្ដងដូចគ្នាទេគាត់នៅមុនហើយនឹងក្រោយទេមានតែពួកតូចហ្នឹងហើយស្អែកអ្នកធំមានទៅបូជាមានតែពួកអ្នកក្រហ្នឹងហើយអ្នកមានទៅបូជានោះបើដូច្នេះហើយម្ដងម្នាក់ដូចតែគ្នាទេជួយគ្នាទៅវិញទៅមកទៅនេះគេហៅថាបនមរណៈសង្គ្រោះគេធ្វើពេលស្លាប់ឬហៅថាបនសពបនខ្មោចបនទី2គេហៅថាបនជាបណកិច្ចគឺការរៀបចំទុកដាក់សាកសពឲ្យសមគួរតាមប្រពៃណីមានវិធីធំ4បូជាដោយភ្លើងយកធាតុមកក៏បានបញ្ចុះក្នុងដីក៏បានបដែតក្នុងទឹកក៏បានយកទៅដាក់ក្នុងព្រៃតាមទំនៀមទម្លាប់ស្រុកទេសនីមួយហ្នឹងក៏បានប្រទេសខ្លះដាក់នៅតាមក្រោមដើមឈើប្រទេសខ្លះដូចនៅអេស្គីមូគេយកទៅដាក់លើទឹកកកប្រទេសខ្លះយកទៅដាក់ឲ្យសត្វស៊ីប្រទេសខ្លះយកទៅដាក់តាមជំរេះភ្នំហើយធ្វើវិធីបែបណាក៏ដោយដើម្បីឲ្យតែគោរពទៅតាមប្រពៃណីជាតិសាសន៍របស់ខ្លួនហ្នឹងគេហៅថាបនជាបណកិច្ចអ្នកដែលចូលរួមជាបណកិច្ចនោះបានបនទាំងកូនចៅបានបនទាំងអ្នកមកចូលរួមកាលពីពនាងពំពាលោកសកតទៅប្រេតនិព្វានទៅគេទេសនាក្រែ5ព្រះរហន្តលោកសួរដេញដោលពីរឿងអានិសង្ឃអ្នកដែលចូលរួមបន់ជាបណកិច្ចនឹងវាបានបន់ល្មិចគេថាអ្នកដាក់ទៀនអ្នកដាក់ធូបអ្នកជួយហែជួយហមនេះបានបន់បានអានិសង្ឃខ្លាំងណាស់អ្នកដែលជួយបូជាសពនេះបានបន់ណាស់ជាពិសេសបូជាមេត្តាបៃតាបាន100សែនកោតកាលឯណោះបូជាសពគ្រូឧបជាយាចាបាន100សែនកោតកាលបូជាសពអ្នកមានសិល5អ្នកមានសិល8នោះបាន1500កាលបូជាមនុស្សអត់សិលសោះបាន1000កាលបូជាសត្វដែលស្លាប់ទៅអត់មាននរណាបូជាក៏បាន500កាលដែរដូច្នេះអ្នកដាក់ធូបដាក់ទៀនជួយហែជួយហមនឹងបានបុណ្យខ្លាំងលើកឡើងពីយុសកលបុត្រកើតឡើងនៅលើកំណរទ្រព្យសម្បត្តិជាកូនរបស់នាងសុជាតាសុំទេវតានតារៈជ្រៃប្រអិនចាត់ទេវបុត្រឲ្យចុះមកកើតបានកូនទេវបុត្រមួយមកកើតជាយុសកលបុត្ររស់នៅលើកំណរទ្រព្យសម្បត្តិមានបានដល់ខ្ពង់ខ្ពស់ដោយសារអានិសង្ឃបូជាសពពីមុនមកចូលរួមបន់ខ្មោចពីមុនមកទីបំផុតយុសកលបុត្របានស្ដាប់ធម៌ហើយក៏បានសម្រេចព្រះនិព្វានបាត់ទៅក៏ដោយសារទៅលោកពិចារណាពេលបូជាសពទៅឃើញសពល្អសោះដុតទៅមកសន្ធុដោយគោពពាលបានលោកថាជីវិតគេរូបយើងវាដូចតែគ្នាទេល្អមែនក៏ប៉ុន្តែដល់ស្លាប់ទៅបូជាទៅវាឆេះវារោដោយគោពពាលនឹងคล้ายទៅជាផេះជាខ្ជុំទៅហើយបើដូច្នេះហើយញោមមកធម៌ពីរនឹងនៅតែផេះខ្ជុំចុងក្រោយនឹងឯងអញ្ចឹងបានលោកលើកឡើងថាអ្នកដែលហែសពបូជាសពបានបុណ្យច្រើនចែកគ្នាអ្នកណាគ្រាន់តែនឹកថាទុកខាងវាជាទុកវាមិនទៀងវាជាទុកប៉ុណ្ណេះបានអានិសង្ឃនឹងឯង17កាប់បើអ្នកណាពិចារណាថាអនិច្ចំវាមិនទៀងទេចេះជួយទៅម្ដងគេម្ដងយើងម្ដងម៉ែគេម្ដងម៉ែយើងបានអានិសង្ឃ18កាប់បើអ្នកណាពិចារណាថាអនត្តាមិនអាចអ្នកណាបង្កប់បញ្ជាបានទេថ្ងៃណាមួយស្លាប់ប៉ុណ្ណេះបានអានិសង្ឃ20កាប់ហើយអ្នកខ្លះគ្រាន់តែចូលរួមហែទៅជជែកគ្នាសើចកអាក់ក្អាយពេញនឹងគ្មានធម៌គ្មានពិចារណាអីតិចនិយាយវ៉ែគ្មានគិតលោកសោតអ្នកសោតធွာអីអត់គិតទេគិតថាអញមកចូលរួមទៅត្រូវជាម្ដាយធំត្រូវជា
mình thử chỉ anh đây gì anh đây còn mấy thằng anh mình ăn mình ngô bầm mau cất trắng bón người ta chừng kê chẳng ta trẻ ban lục than ní an này xong chia phần nạ cách nâng bon bô chia shop rồi rồi hỏi bon tì cho bon tì bấy cái hai thật tẹt cái nan nộp tiền tẹt cái nan nộp tiền cứ cầm ở vị trí nhau sở hữu tao nhẹ slap nhau sở hữu tao mà đai tao giờ cục dương để con slap tới ăn ban vô sở hữu từ xây tới chia sở hữu trộp sầm bắt miệt bịch cây con lôi cả rồi bỏ con ăn ban vô từ thì con tục lên đi từng ở cho dương nhau tam bị dạ na nhau tam bị dạ thưa bon chân sở hữu cái nông tin ấy cứ bon nhà bon tao cọt trong ban rồi bỏ ấy bon nông viên thì mất ở cọt tam bạch nà thưa chị bon tư bờ cọt trong cái tiêu cao chỉ cái tiêu bờ trong mi cao chỉ mi bờ trong bay giờ lo bờ bo bờ bía phê gì chia cao tam chật bạch nà rồi bỏ cọt trong ban yên chấm ni ti sena cao nông tham xua bon nông bị tạ tay nhảy cọt từ cao tam bầm nông nông bờ cọt trong mà cao chỉ mình nông cọt bon nông chỉ sở hữu nông cọt đại cao mà chỉ mình nông ban cái thưa bon nông nhau bị chun tới cứ nhau sở hữu tao nhẹ slapวิธีพญาตัวนี้เมียนใบตีมวยพญาเปสลับเคลียมนั่นแกหาทำแม่ตะกะเตี้ยนหรือแม่ตะกะพอดตีปีคือกิทวงไงตีปุ่มเปิลเลยนะแกหาทับบอลปุ่มเปิลไงตีใบกิทวงไงตีมาร้อยแกหาทับบอลมาร้อยไงหรือก็เลือกปีมาร้อยไงเต้าคูบมาชนำปีชนำใบชนำจังเต้าหนุ่มจังอะไรเชียนโจลมาดอลบอลเปียกนามนุปเตียนปุ่มเปิลไงแต่มารองเต้าเอาไปเติมตามกรรมวิธียังบอลปุ่มเปิลไงในประเทศกัมพูชียืงตามการศึกษาสายเฉียวบนเป็นเปิลไงเมียนใบศาสนาทมใบจุ่มเนื้อกาลปีโบราณมุนยืงกันศาสนาเปรียมมุนกันศาสนาประพุทธขมายยืงเมียนจุ่มเนื้อรอบอันเปลังโดนตาเกเชื่อท่าเนี่ยสลับตื่นนังไอมันตอนดังคลวนเนี่ยตอนเราเป็นเปิลไงบันดังคลวนมาละหายเนี่ยโบราณปีดำดองไงปีปุ่มเปิลกิเรียบจอมสำนักแซนเปรนจูนกิถือบนตามแบบจีนน้องตอนเมียนประซองตอนเมียนศาสนากิหายศาสนาดำกิทัศศาสนาโอสโรวาซีเนี่ยสายเชื่อกิทัศศาสนาโอสโรวาซีติหรือก็กิหายทัศศาสนาชีวิตจอโยมไม้ศาสนาจุ่มเนื้อดำนุกิรอบอ่านเป็นลังโดนตานะกิเรียบจอมสำนักแซนเปรนตามแบบเกจีเป็นแซงไงปีปุ่มเปิลกิทันเนี่ยสลับตื่นตะโบมัดดังทักลวนไอสลับซอดองไงปีปุ่มเปิลแล้วบันดังท่าอันสลับหายเกมันสดายยัยโรเกสลับมันลือเคยตรอบอันการยอมมันบานยุ่มสาวสดายจังเอ้บานเกทาขมเอาดังคล้วนในจินชีจุ่มเนื้อได้จีนเตียนเมาแล้วดอกขมายเยิ้มจอบเปียนึงเอาแต่ขมายนาดาวเจ้าไม้มันใส่กึดกูไม้ไอยูตื้อไงนามวยเพียคล้วนเมามาเพิ่มเปิลอจะมวยไม้วันได้เก็บปังอาทางานในตุ่มเพียคล้วนมือแต่ขมเอาจุ่มเปิลไงตุ่มดังคล้วนมือขมเอาจุ่มเปิลไงเมาไปยังเมียนจุ่มเนื้อจังเราหายกิเรียบสำนักแซนเป็นทั้งไงตีปุ่มเปิลกิทานเนี่ยสลับดังคล้วนอันนั้นจุ่มเนื้อดาวมวยแต่ต่อปีนุ่มเมาศาสนาพรหมันบานสายโจลมาขนมแดนได้สวรรค์ภูมิยืงประเทศยืงโดมาการพรหมันศาสนากรบเชื่อตะเลเปรียวิสโนหรือเปรียนรีเปรียอิโซหรือเปรียเสวีนั่งเปรียพรหมกรบปฏิบัติตามกัมปีสามเวทยศเวทอัฐรวเวทนั่งกัมปีอุปาเนสักเมียนลัทธิตปะโยกะลัทธิกรบพลังเกณฑ์เยธามนุษย์มันเนี่ยยังนั่งเมียนจัตุกัพูดเมียนรูประนอบพลังระนอบมวยเนี่ยครูธนาจราจรไอเมียนพลังนั่งตอนดังถ้าสลับก็เมียนได้สลับอรูปเรียงกายนี่ให้ในพลังระนอบมวยในแต่เตากลายสลับหนึ่งปวดดังครูนนี่แกให้พลังระนอบหรือก็แกให้ตาจัตุกัพูดเมียนลัทธิพลังเกธามนุษย์ยืงนั่งไอเมียนพลังประมวลตันดอกพลังน้องมันเนี่ยนั่งพลังเมียนประมวลตันดอกพลังจรานะเอาแต่เพย์เองติพลังคลากับปุ๊บไปชิวให้บานจากท่าอังเพย์ลังลูกพลังมาไปพลังไปชิวคลาเอาแต่ตาหน้าตัวเลงใจเอายมไม่จังตัวใจไปเพย์ตัวใหญ่กว่าลวงใจเอ้ยพลังผมใบผมบุญตันดอกสอบกรุบไปโจมมาไปเนี่ยออกมาปีกิธามนุษย์เมียนพลังจราเนี่ยคลาเพย์เปชื่อชิวสอบกิธาเพย์ลูกพลังจุงเงยลูกพลังอาจารย์กิถือบอลปีทิ้งจวดพลังมาวันสตรานี่เนื้อเมียนต้องสอบขมายแต่สตราหายพลังตองพลังมาวันมาเว้ยมาเปียยืงวันไทยอาตาตรอกสมบัติบองพลคนใจมันเปิดตราตำลงเองนั่นเลยมาวันมาเว้ยกิโซทายตองยมปืนนึงบอยหายพลังมาอาจารย์กิเจนจวดพลังการเชียงจวดโยพลังมาวัน
អាចារ្យពីជំនាន់នោះឲ្យតែអ្នកឈឺអីទៅគេទៅតាមអាចារ្យមកមើលព្រលឹងសិនព្រលឹងគាត់នៅគ្រប់អីអត់បើព្រលឹងនៅមិនគ្រប់ទេគាត់ធ្វើពិធីហៅព្រលឹងហើយបើព្រលឹងទៅអស់ខ្លះគាត់ថាមនុស្សនឹងមិនរស់ទេធ្វើបន់បដ ទៅបដាបដាទៅមកក៏ស្លាប់ហើយគេថាព្រលឹងមាន9ដណ្ដប់នឹងព្រលឹងដីទឹកភ្លើងខ្យល់ព្រលឹង4បញ្ចខណ្ឌរូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណ5នេះមានព្រលឹងទាំង5បូកបញ្ចូលគ្នាឃើញព្រលឹង9នៅព្រលឹង10ទៀតរត់មកជុំទ្វារយើងនឹងឯងមកខ្លួនយើងនឹងគ្រប់ទ្វារទាំងអស់មានព្រលឹងរាប់ទាំងអស់មាន10ទ្វារមានព្រលឹង10ទៀតសរុបទៅ9ដណ្ដប់ព្រលឹងគេថាព្រលឹងនឹងចែកជា3ព្រលឹងតូចព្រលឹងធំនិងព្រលឹងធនកដាលអាព្រលឹងតូចវាទៅអស់មុនថ្ងៃស្លាប់មួយខែច្បាប់ខ្លះថា6ខែចេញទៅអស់ហើយនៅសល់ព្រលឹងធំចេញថ្ងៃស្លាប់ហើយចឹងព្រលឹងតូចចេញទៅមនុស្សនឹងភ័ន្តភាំងផ្លិចមុខផ្លិចក្រោយមានបញ្ហាចេញចោលរហូតដល់អ្នកខ្លះឲ្យប្រភ្នូលឃើញក្បត់កឲ្យប្រភ្នូលអញ្ចេះឲ្យប្រភ្នូលចុះប្រទេសផ្ដាស់ឲ្យគេថាព្រលឹងតូចចេញនៅសល់ព្រលឹងធំចេញថ្ងៃស្លាប់ហើយដល់ព្រលឹងចេញផុតទៅទៀតគេថានៅព្រលឹងរាយរងព្រលឹងរាយរងវាមិនតាន់ទៅអស់ហើយព្រលឹងរាយរងវានៅដូចជាព្រលឹងដីទឹកភ្លើងខ្យល់ឯទៅអត់តាន់អស់វាចាំទៅថ្ងៃទី7ដល់ថ្ងៃទី7ហ្នឹងគេមានពិធីសែនសំណែនជូនដំណើរព្រលឹងក្នុងសាសនាហ្នឹងគេហៅថាពិធីសែនសំណែនជូនដំណើរព្រលឹងព្រោះអាព្រលឹងដែលវាទៅមិនតាន់អស់វាទៅថ្ងៃទី7អញ្ចឹងសាសនាព្រាហ្មណ៍ក៏មាន7ថ្ងៃអញ្ចឹងដែរសែនជូនដំណើរព្រលឹងនិយាយរឿងព្រលឹងហ្នឹងបែកបន្តិចទៅចុះមិនមែនសំដែងឲ្យញោមជឿទេគ្រាន់តែឲ្យស្ដាប់បានទេព្រោះសាសនាផ្សេងទេសាសនាព្រាហ្មណ៍ទេគេថាម្នាក់យើងមានព្រលឹង9ដណ្ដប់ព្រលឹងហ្នឹងមានអ្នករសាព្រលឹង4នាក់ណាញោមអ្នករសាព្រលឹង4នាក់ហ្នឹងមានពេជ្រប្រាជ្ញពេជ្រប្រានពេជ្រខុនពេជ្រធានអ្នកពេជ្រប្រាជ្ញទៅថែរសាព្រលឹងហ្នឹងតាំងពីថ្ងៃពីព្រឹកទល់ថ្ងៃត្រង់ហើយដល់ពេជ្រប្រានថែរសាពីថ្ងៃត្រង់ទល់ប្រលប់ដល់ពេជ្រខុនថែរសាពីប្រលប់ទល់កដាលអាត្រៀតហើយពេជ្រធានថែរសាពីកដាលអាត្រៀតទល់ភ្លឺអញ្ចឹងអ្នករសាព្រលឹងមាន4នាក់ទៀតហើយគេថារសាព្រលឹងហ្នឹងនៅចាំធ្វើអីចាំជួយឲ្យតំណែងមកម្ចាស់ខ្លួនឲ្យតំណែងតាមណាឲ្យតំណែងតាមរយៈញាក់មុខញាក់មាត់ញាក់ភ្នែកញាក់ច្រមុះញាក់ដៃញាក់ជើងញាក់ក្បាលនិងយោសពប្រភ្នូលផ្សេងឧបមាដូចអ្នកខ្លះញាក់ភ្នែកព្រឺតគាត់ថាអញញាក់ភ្នែកឆ្វេងអញ្ចឹងមានរឿងនៅប៉ុនគេមិនកើតទេទៅផ្ទះហើយបញ្ញាទៅផ្ទះទៅដល់ឆ្លោះជាមួយតាឯផ្ទះនោះនឹកឃើញថាអញថាកិច្ចពីរឿងឥឡូវមកជួបរឿងដដែលមកបញ្ញាភ្នែកឆ្វេងហ្នឹងថ្ងៃក្រោយមកប៉ុនទៀតញាក់ភ្នែកឆ្វេងព្រឺតអញបញ្ញាទៅផ្ទះនាំតែមានរឿងទៀតអញនៅចាំយប់ទីចាំទៅកុំឲ្យមានរឿងឲ្យផុតរឿងសិនទ្រាំទៅចេញទៅវិញពីណាយកស្បែកជើងបាត់បង្ហើយអញថាកុំឲ្យជួបរឿងទៀតបើដូច្នេះគាត់ចំណាំគាត់ថាខ្ញុំតែញាក់ភ្នែកឆ្វេងទៀងតែមានរឿងហ្មងហើយបើញាក់ភ្នែកស្ដាំមានលៀបបើមិនចៅយកនំមកជូនទេចៅធ្វើនំហ្មងថ្ងៃនេះមានលៀបហើយបើតាវិញគាត់ថាខ្ញុំបើញាក់មាត់បើអាញាក់មាត់ឆ្វេងខាងក្រោមប្រកែកគ្នាជាមួយគេហើយថ្ងៃនេះឆ្លោះគ្នាប៉ុន្តែបើញាក់មាត់ស្ដាំខាងលើដឹងតែសបោលៀបដឹងតែមានអីញ៉ាំហើយឆ្ងាញ់ហើយងាយនេះហើយតាខ្លះថាខ្ញុំបើញាក់ជើងគេបបោលដើរលេងបើញាក់ក្បាលមានភ្ញៀវមកហើយរហូតដល់អ្នកខ្លះគាត់ឆ្ងល់ហើយចុះអាភ្នែកនេះមិនក៏មិនដឹងរឿងមុនមិនបានវិញ្ញាបានគេថាអាញាក់ភ្នែកញាក់ដៃញាក់ជើងញាក់ភ្នែកញាក់ក្បាលហ្នឹងមកពីអ្នករសាព្រលឹងហ្នឹងវាឲ្យសញ្ញាប្រាប់ដូចជាយើងយល់សពឃើញអីថាឆត់ណាស់ហ្នឹងឲ្យប្រភ្នូលអីហ្នឹងគឺអ្នករសាព្រលឹងហ្នឹងវាប្រាប់ទៅចេះអូអញ្ចឹងបានគេថាមនុស្សយើងមានប្រវត្តិមនុស្សយើងគេសរសេរលើបាតដៃតាក្វែងក្បាលអត់ដូចគ្នាទេអាមេរិកកាំងបារាំងអង់គ្លេសអេស្ប៉ាញ៉ុលអូស្ត្រាលីកាណាដាប្រទេសជឿនលឿនបែបណាគេសិតមានម៉ាស៊ីន scan ម៉ាស៊ីនថតឈ្មោះដាក់អាចច្រឡំគ្នាមុខរូបថតអាចដូចគ្នាក៏ប៉ុន្តែកាយដៃអត់ដូចគ្នាសោះមនុស្សលើពិភពលោកនេះអត់មានមនុស្សណាមួយកាយដៃដូចគ្នាទេបើអញ្ចឹងបានពួកព្រាហ្មណ៍គេថាប្រវត្តិរូបមនុស្សម្នាក់នឹងដៃហ្នឹងគេសរសេរតាបើយើងវាអត់ចេះមើលឃើញទៅកវែងក្វាមពួកព្រាហ្មណ៍គេចេះមើលគេដឹងថាអូអាយុប៉ុណ្ណេះត្រូវមានប្រពន្ធអាយុប៉ុណ្ណេះត្រូវមានការងារធ្វើអាយុប៉ុណ្ណេះកូន3កូន4អាយុប៉ុណ្ណេះស្លាប់ទៅវិញគេមើលប្រវត្តិនៅក្នុងបាតដៃបើយើងមិនចេះទេឃើញទៅកវែងក្វាមណាហើយប៉ុណ្ណេះទៅចុះសាសនាព្រាហ្មណ៍ទេដល់ពេលពុទ្ធសាសនាយើង7ថ្ងៃពុទ្ធសាសនាយើងព្រះអង្គផ្សាយចូលមកដល់មនុស្សបែបពីសាសនាព្រាហ្មណ៍មកកាន់ពុទ្ធសាសនាលែងនិយាយពីលទ្ធិព្រលឹងតូចព្រលឹងធំហើយខ្មែរយើងពុទ្ធសាសនានិយាយពីចុតិបដិសន្ធិបើកើតហើយត្រូវតែស្លាប់បើស្លាប់ហើយត្រូវតែកើតលើកលែងតែព្រះអរិយបុគ្គលដែលផុតអស់កិលេសបើយើងអញ្ចឹងដូចថាមិនអញ្ចឹងវានៅមានកម្មមានចំណងតណ្ហាឧបាទានអញ្ចឹងវានៅតែនាំឲ្យកើតប៉ុន្តែមិនដឹងកើតជាស្អីបានជាលោកថាអ្នកស្លាប់ទៅមានអារម្មណ៍3ចាំទាញញោមអារម្មណ៍ទី1គេហៅថាកម្ម
អ្នកណាធ្លាប់ធ្វើអំពើបែបណាស្លាប់ទៅចេញបែបនោះតានឹងធ្លាប់ចេញក្បាច់ដល់គេដល់គាត់រៀបស្លាប់ចេះតែក្តាប់ដៃចេញក្បាច់រហូតហើយយាយនឹងធ្លាប់វាយគេបោចសក់ញ៉ឹងស្លឹកជាចៅអីចឹងទៅដល់ស្លាប់ទៅចេះតែមូលពុះមូលខ្នើយហ្នឹងដៃគាត់អត់ស្ងៀមទេហើយអ្នកខ្លះទៀតធ្លាប់ធ្វើបន់សោតធေါ်ចេះតែលើកដៃសាពះសោតធေါ်អញ្ចឹងទៅអានឹងកម្មមកអ្នកខ្លះធ្លាប់ល្បីខ្សែបបក់ធ្លាប់អីចេះតែពីដៃល្បីធ្វើម៉េចធ្វើអញ្ចឹងនៅធ្លាប់ធ្វើពីមុនមកដល់តែពេលអារម្មណ៍ទី2មកដល់គេហៅកម្មនិមិត្តឲ្យឃើញនឹងភ្នែកឃើញអំពើខ្លួនធ្លាប់ធ្វើពីដើមមកនឹងភ្នែកនិយាយលែងបានប្រាប់គេលែងបានទេប៉ុន្តែដេញមើលខ្លួនឯងឃើញអូអញធ្លាប់ធ្វើនេះធ្វើនោះដូចចន្ទកៈសោការិកៈខោកេតកៈធ្លាប់ធ្វើអំពើបាបស្រែកតាមសัตว์តែខ្លួនឃើញឲ្យឃើញភ្នែកស្រស់ហ្នឹងអញ្ចឹងអ្នកចិត្តស្លាប់ទៅដូចដេកមើលកុនអញ្ចឹងញោមដូចដេកមើលកុនអញ្ចឹងគេមើលខ្លួនគេឃើញអញ្ចឹងឲ្យយើងអត់ឃើញទេហើយគេអត់អាចប្រាប់យើងបានទេព្រោះគាត់ចិត្តស្លាប់ហើយដល់អារម្មណ៍ទី3គេហៅថាកតិនិមិត្តជាដំណើរត្រូវទៅឃើញកន្លែង2បើឃើញគ្រឿងល្អឃើញផ្ទះឃើញវិមានឃើញសួនច្បារឃើញប្រាសាទមនុស្សនឹងទៅឋានសួគ៌ស្លាប់ព្រោះទៅឋានសួគ៌ហ្មងហើយបើរៀបស្លាប់ទៅឃើញទៅជាកន្លែងភ្នក់កន្លែងភ្លើងកន្លែងគេកាប់គេច្រាំគេបហាជីវិតកន្លែងគេវាយដំគេធ្វើទណ្ឌកម្មមនុស្សនឹងស្លាប់ទៅកន្លែងអបាយបានមនុស្សចិត្តស្លាប់ទៅគេនាំគ្នាសូត្រធម៌ឲ្យស្ដាប់កុំឲ្យឮសំឡេងយំសំឡេងស្រែកខ្លាចអារម្មណ៍គាត់មិនល្អពីព្រោះបើអ្នកស្លាប់ទៅនឹកឃើញអំពើបន់ឃើញធម៌អាមនុស្សនឹងទៅឋានសួគ៌គេទាញអារម្មណ៍តាបានគេសូត្រធម៌គេឲ្យសូត្រពុទ្ធោគេទាញដៃមកដាក់សាពះលើទ្រូងគេឲ្យកាន់ផ្កាលើដៃគេហៅថាស្លាត្រួយហ្នឹងមកពីញោមប្រុសរបស់ភិក្ខុសង្ឃមួយអង្គនោះបាញ់សัตว์នឹង55ឆ្នាំហើយអត់ឈប់សោះហើយកូននឹងបញ្យលញោមមកប៉ុណ្ណឹងបានហើយរវត្តរវ៉ារអារធររសិលរទៀនគេទៅអស់គេធ្វើបាបពីក្មេងទៅចាស់ទៅគេរសិលរទៀនហើយញោមល្មមឈប់ហើយរសិលរទៀនគេគាត់ជឿថាណែលោកកំចេះស្រាញ់គេធ្វើអីស្រាញ់គេយើងលោកកំចេះគាត់មិនស្ដាប់ដល់ពេលឈឺធ្ងន់មែនតែនហើយឲ្យលោកជួយទៅណាមរួចស្រីឲ្យលោកជួយអាសត្វដែលគាត់ធ្លាប់ធ្វើបាបប្រមាណមិនចេះតែមកស្រែកឲ្យគាត់លឺឲ្យគាត់ឃើញនឹងភ្នែកគាត់ភ័យឲ្យលោកជួយលោកយកមកកោសក់កំពោះជាលោកនេនតែគ្មានចេះធေါ်អីឥឡូវឈឺធ្ងន់ហើយដេកនៅកទេលហើយបើអញ្ចឹងលោកភិក្ខុនឹងប្រើឲ្យនេនដើររត់ផ្កាមកនេនដាក់ផ្កាដាក់ទៀនដាក់ធូបយកមកឲ្យគាត់កាន់ទៅដើម្បីទៅថ្វាយអង្គមចូលឡាមនីចេតិយនៅឯឋានសួគ៌គាត់អោបនឹងដើមទ្រូងនឹងទៅគាត់ងើបអត់រួចហើយដល់ទៅឲ្យសូត្រធម៌សូត្រមិនបានលោកនឹងសូត្រឲ្យថាតាមអញ្ចឹងចាំថាតាមអាត្មាសូមថ្វាយអង្គមប្រពុតថ្វាយអង្គមពធប្រសង់យកប្រពុតពធប្រសង់ជាទីពឹងសូមថ្វាយអង្គមចូលឡាមនីចេតិយនៅឯឋានសួគ៌ហើយស្រាប់តែសាមណេរឈរមើលឲ្យលហងជុំវិញនឹងទៅតែប្រកាសស្រែកថានេះឈប់លោកម្ចាស់ជាលោកម្ចាស់ជាឲ្យលោកនេននឹងជាឲ្យលោកនេនជាផ្លូវហើយមិនបានជាផ្លូវគាត់ថាមានទៅក្រៀមមកច្រើនណាស់ហើយជាផ្លូវមានទៅក្រៀមមកច្រើនណាស់ខ្លាចប៉ះលោកហើយគាត់ក៏ដាច់ខ្យល់ស្លាប់ពេលហ្នឹងទៅពីខោជាកូនហ្នឹងឲ្យញឹមហើយមិនបានឲ្យញឹមហើយមិនបានគាត់ឲ្យលោកជាមកពីភ្នែកគាត់ឃើញពួកទេវតាមកហែគាត់យកទៅឋានសួគ៌គាត់មើលឃើញយើងមើលអត់ឃើញទេអញ្ចឹងគាត់ឲ្យយើងជាខ្លាចទេវតានឹងពៀហើយមិនបានជាលោកឲ្យញឹមលោកថាទាញអារម្មណ៍បានពេលចិត្តស្លាប់ទៅទាញអារម្មណ៍ញោមឲ្យទៅថ្វាយអង្គមចូលឡាមនីចេតិយញោមមកឡៃស្លងទៅចូលឡាមនីចេតិយឃើញទេវតាមកនាំទៅហ្មងអញ្ចឹងអ្នកណាមានបុណ្យមានបាបស្លាប់ទៅនឹកឃើញបុណ្យទៅបុណ្យមុនណាញោមបើមានបាបទៅបាបបានជាលោកឲ្យមានប្រផ្នូលល្អពេលចិត្តស្លាប់គេចងប្រវត្តិគេដាក់ផ្កាគេដាក់អីគេនាំលោកនាំអីសូត្រធម៌ឲ្យគាត់លឺចឹងឯងបានគេជាប់ប្រវត្តិដាក់ស្លាត្រួយលើដើមទ្រូងឲ្យធម៌ពុទ្ធោអីនឹងមកណោះដល់ពេលអារម្មណ៍មួយទៀតចំពោះអ្នកស្លាប់ទៅអារម្មណ៍ជាប់ជំពាក់ជាមួយបងជាមួយប្អូនជាមួយកូនជាមួយចៅជាមួយដីធ្លីផ្ទះសម្បែងទ្រព្យសម្បត្តិអ្នកស្លាប់នឹងអត់តន់ទៅកើតឯណាទេកើតបដោះអាសន្ននៅក្បែរនឹងជួនជាកំណើតសត្វតូចជួនជាកំណើតអតិសមានកាយដែលហៅថាកំណើតព្រលឹងអាកំណើតព្រលឹងហ្នឹងហើយដែលមកបញ្យល់សពកូនឲ្យឃើញចេះឃើញចោះកូនថាអូយអញឃើញព្រលឹងម៉ែអញឃើញព្រលឹងឪមកប្រាប់អញចេះមួយឃើញគេហែសពអញទៅបូជាយើងថាព្រលឹងម៉ែព្រលឹងឪនេះក្នុងពុទ្ធសាសនាមិនមែនព្រលឹងម៉ែព្រលឹងឪទេគឺកំណើតថ្មីរបស់គាត់គេហៅថាសម្ភវេសីស័កកំណើតកើតបដោះអាសន្នកំណើតនេះមិនយូរទេតែ7ថ្ងៃគាត់នឹងស្លាប់បន្តទៅទៀតគាត់នឹងបន្តដំណើរអញ្ចឹងគាត់កើតដោយអារម្មណ៍ជាប់ជាពាក់ស្រឡាញ់ចៅស្រឡាញ់កូនស្រឡាញ់ផ្ទះសម្បែងមិនចង់បែកហ្នឹងមនុស្សហ្នឹងស្លាប់ទៅកើតបដោះអាសន្ន7ថ្ងៃញោមអញ្ចឹងបាននិយាយពីទេសៈភិក្ខុបានជាពោមួយមិនហ៊ានប្រើទេជាពោថ្មីស្អាតចិត្តទៅហួងហែងស្រឡាញ់ជាពោអញថ្មីស្អាតស្រាប់តែខ្លួនឯងឈឺទៅអត់បានប្រើជាពោរៀបស្លាប់ទៅស្ដាយជាពោស្លាប់
ព្រោះការជាចៃខ្មោចនៅនឹងជីពោហ្នឹងហើយចឹងទៅពិខុសង្ឃយកជីពោមកចែកគ្នាទៅចៃវាស្រែកថាចោទៅដល់ជីពោខ្ញុំមកជួយផងចៅឲ្យលោកមានទលឺអីសំឡេងចៃមិនដឹងប្រមាណមេហ្គាហឺតបានប្រពុតត្រង់ញៀនដឹងក៏ខាត់ពិខុសង្ឃក៏មកចែកគ្នាឲ្យទប់សិនព្រះអង្គដាក់ច្បាប់មួយសម្រាប់ពិខុសង្ឃបើលោកសកុតទៅហើយរបស់ពិខុសង្ឃគឺថារបស់ករុភ័ណ្ឌទុកសម្រាប់វត្តអត់មានយកទៅណាទេបើចង់ឲ្យទៅណាឲ្យការរុះឲ្យហើយតែលោកស្គាល់ទៅខ្លាចរបស់វត្តអត់ទាំងអស់គ្រាន់តែថាករុភ័ណ្ឌទុកសម្រាប់វត្តឯលះហុភ័ណ្ឌសងចែកគ្នាប្រើប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យកន្លងហួស7ថ្ងៃសិនអញ្ចឹងពីដើមគេបិទទ្វារសក្រាចវត្ត7ថ្ងៃសិនបន្ទប់លោកសក្រាចបន្ទប់លោកដែលសកុតនឹងគេបិទចោល7ថ្ងៃសិនដល់ទៅណាចេញចូលទេឲ្យកន្លង7ថ្ងៃបានគេរើសគេចាត់ចែងរបស់នឹងហេតុអីបានឲ្យបិទកន្លង7ថ្ងៃព្រោះព្រះអង្គយល់ដឹងថាមនុស្សនឹងអ្នកស្លាប់នឹងបើអារម្មណ៍នៅជាប់ជំពាក់នៅកើតក្បែរនឹងតលផុតថ្ងៃ7បានតកំណើតទៅទៀតអូយើងសិក្សាឃើញតែនឹងហើយបាននាំគ្នាធ្វើបុណ្យឲ្យតណាថ្ងៃទី7នេះគេហៅថាបុណ្យ7ថ្ងៃមកពីខ្លាចយាយតាយើងនឹងស្លាប់ទៅអារម្មណ៍នៅជាប់ជំពាក់កូនចៅបងប្អូនទ្រព្យសម្បត្តិអត់តន់ទៅណានៅក្បែរហ្នឹងដល់ថ្ងៃទី7ហ្នឹងបានគាត់ធ្វើដំណើរអញ្ចឹងបានធ្វើបុណ្យឲ្យតន់ផ្ញើសហុយឲ្យគាត់ឲ្យតន់ថ្ងៃហ្នឹងទៅគាត់យកសហុយហ្នឹងទៅធ្វើដំណើរមកកើតជាមនុស្សទេវតាបានគេធ្វើឲ្យតន់ណាបុណ្យ7ថ្ងៃហ្នឹងណាបានគេហៅ7ថ្ងៃហ្នឹងលើពីនេះទៅទៀតវាមានបងប្អូនមកក្រុមនោះម្ដាយឪពុកស្លាប់ទៅយំសោកស្ដាយម្ដាយឪពុកម៉ែអើយឪអើយស្លាប់ចោលកូនស្ដាយណាស់ដល់យំទៅបបួលបងប្អូនបានយើងជប់យំតោះធ្វើបន់ឲ្យគាត់នាំគ្នាធ្វើបន់ចំថ្ងៃទី7ហ្នឹងធ្វើបន់ទៅឲ្យឪពុកទៅឲ្យម្ដាយរួចបន់ទៅក៏ចេះតែសួរគ្នាយើងធ្វើទៅក៏មិនដឹងបានដល់ម៉ែដល់ឪឬអត់ហើយម៉ែឪយើងមិនដឹងថាគាត់នៅឯណាបានទទួលឬក៏អត់បើចឹងយើងមានតែសួរព្រះអាសម័យនោះព្រះព្រះអង្គគង់នៅទៅសួរទៅដឹងរឿងនាំបងប្អូនទៅថ្វាយអង្គមព្រះសួរហ្មងបបិទ្ធព្រះអង្គដោយចម្រើនម្ដាយឪពុកខ្ញុំស្លាប់ទៅអស់ហើយចុះខ្ញុំធ្វើបន់ទៅបានដល់គាត់ដែរឬព្រះអង្គហើយគាត់ទៅកើតឯណាឯណីហើយបានប្រពុតទ្រង់ញៀនដឹងព្រះអង្គប្រាប់ថាអ្នកទាំងអស់គ្នាដឹងទេកាលម្ដាយឪពុកម្ដាយអ្នកទាំងអស់គ្នាស្លាប់ទៅនឹងគាត់មានអារម្មណ៍ដោយសារគាត់មានកូន4តំណប់នាក់គាត់រៀបកូនបានខ្លះនៅសល់ខ្លះទៅធ្វើឲ្យគាត់នឹងអារម្មណ៍វល់ជាប់ជាពាក់ជាមួយកូនខ្លាចកូនឆ្លោះគ្នាទៅដើមដីគេទៅដើមអាដេញទ្រព្យសម្បត្តិដីស្រែដីចំការដីប្រាំងទ្រព្យគេអកអីអង្កាលពីគាត់ឈឺមិនគិតនាំគ្នាថែទាំគាត់ទេគិតតែពីខ្វល់ខ្វាយទៅពីរឿងទៅដើមគេគ្នាអីចឹងទៅធ្វើឲ្យគាត់អារម្មណ៍អត់ស្ងប់ចឹងទៅគាត់កើតទៅជាប្រែតអស់7ថ្ងៃនៅក្បែរផ្ទះហ្នឹងអត់ចំណីអាហាររងទុកលំបាកដល់ពេលផុតពីថ្ងៃទីដល់ថ្ងៃទី7ស្រាប់តែកូនធ្វើបន់ឲ្យហើយគាត់ហ្នឹងក៏ទទួលយកផលបន់ពីកូនហ្នឹងឥឡូវហ្នឹងគាត់រួចពីកំណើតប្រែតហ្នឹងហើយគាត់ទៅកើតក្នុងឋានសួគ៌ហើយពាក្យថាប្រែតមិនសំដៅទៅលើអាក្រក់ទាំងអស់ទេបាលីថាបេតៈសំស្ក្រឹតថាប្រែតៈហ្នឹងបេតៈហ្នឹងប្រែថាអ្នកណាដែលស្លាប់ទៅកើតកំណើតមួយទៀតគេហៅប្រែតដែរគេហៅបេតៈបុគ្គលហើយអញ្ចឹងកំណើតគាត់ហ្នឹងគ្រាន់តែអត់មានចំណីអាហារអត់អីបរិភោគអត់មានអីព្រោះគាត់កើតបដោះអាសន្នសិនណាអត់អញ្ចឹងទៅដល់ថ្ងៃទី7កូនធ្វើបន់ឲ្យគាត់ទទួលផលបន់ហ្នឹងក៏ទៅកើតឋានសួគ៌ទៅបើអង្គចង់ឲ្យមានផោះតាំងក៏ប្រើមោគលានឲ្យទៅមើលមោគលានប្រើរឹតផ្លែតបាត់ពីនេះទៅដល់ស្រុកទេវតាភ្លាមទៅដល់ឈរពីមុខវិមានហ្នឹងស្រាប់ទេវបុត្រទេវធីតាចេញមកថ្វាយអង្គមលោកម្ចាស់និមន្តពីណាមកអាត្មាមកពីស្រុកមនុស្សលោកម្ចាស់ទៅស្រុកមនុស្សវិញប្រាប់កូនខ្ញុំកណាផងកាលពីខ្ញុំកណាស្លាប់មកហ្នឹងកើតជាប្រែតអស់7ថ្ងៃលោកម្ចាស់ហើយស្រេកឃ្លានលំបាកវេទនាអត់ចំណីអាហារបរិភោគស្រាប់តែដល់ថ្ងៃទី7កូនគេធ្វើបុណ្យមកខ្ញុំទទួលយកផលបុណ្យពីគេហ្នឹងឥឡូវហ្នឹងបានមកសោយសម្បត្តិទឹកនៅក្នុងឋានសួគ៌នេះទ្រព្យសម្បត្តិគេអាករបស់ទឹកទាំងនេះបានដោយសារបុណ្យកូនធ្វើមកឲ្យបើអញ្ចឹងសូមលោកម្ចាស់ត្រឡប់ទៅវិញប្រាប់ដល់កូនខ្ញុំកណាផងថាបុណ្យដែលកូនធ្វើកាលពីថ្ងៃទី7ហ្នឹងម៉ែបានទទួលហើយសោយសម្បត្តិទឹកនៅក្នុងឋានសួគ៌នេះហើយសូមឲ្យកូនខំធ្វើបុណ្យឲ្យមែនតែនខំធ្វើល្អស្រឡាញ់បងប្អូនថែរក្សាគ្នាកុំឲ្យឆ្លោះគ្នាហើយពីព្រោះជីវិតនឹងចង់ក្រោយស្លាប់ដូចតែគ្នាទេឲ្យខំធ្វើល្អមកកលៀនចុះពីនោះមកវិញយករឿងហ្នឹងមកប្រាប់ដល់កូនកំពុងតែអង្គុយចាំនៅចំពោះព្រះព្រះដ៏មានពភៈកូនបានឮថាម៉ែឪនឹងបានសុខសប្បាយបានក្នុងឋានសួគ៌ហើយផ្ដាំមកឲ្យខំធ្វើបុណ្យចឹងត្រេកអរណាស់ក៏ថ្វាយអង្គមលាព្រះមកកលៀនថ្វាយអង្គមលាព្រះពុទ្ធត្រឡប់មកផ្ទះវិញទៅសាមគ្គីបងប្អូនលែងជ្រោះលែងទាស់គ្នាស្ដាប់គ្នាទៅវិញទៅមកខំធ្វើល្អទៅសុខសប្បាយរស់ស៊ីមានបានកើតជាមហាមង្គលទៅបានប្រជាជនគេនាំគ្នាយកគំរូនឹងធ្វើបុណ្យ7ថ្ងៃតតាមគ្នារហូតទល់ថ្ងៃហ្នឹងចឹងទៅយើងក៏ធ្វើ7ថ្ងៃដូចគេចឹងដែរចឹងហើយលោកយាយឧបាសិកាក៏ណាស្រីហឹមទៅនៅទីណាក៏ដោយកូនធ្វើបុណ្យ7ថ្ងៃជូនហើយសូមឲ្យគាត់ទទួលយកកុសលផលបុណ្យនេះចោះហើយម្យ៉ាងទៀតសូមទេវតាអនុមោទនាកុសលផលបុណ្យនាំតំណែងទៅប្រាប់ដល់គាត់ឲ្យគាត់ទទួលអនុមោទនាផង
ហើយបើគាត់បានទទួលហើយសូមឲ្យសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាចុះឯម្យ៉ាងវិញទៀតញោមញាតពុទ្ធបរិស័ទទាំងអស់គ្នាដែលជាភ្ញៀវកតញ្ញូមកនឹងក៏មានមេត្តាបិតាដូនតាមកកងយើងដែរយើងទាំងអស់គ្នារួមគ្នាជួយឧទ្ទិសបុណ្យនឹងជូនដល់លោកបាសិកាស្រីហឹមផងជូនដល់ញាតិយើងផងជួនកាលទៅគាត់ត្រេកអរជាមួយញោមណាជាមិត្តភក្តិអញ្ចឹងទៅអាចទទួលបានដែរអញ្ចឹងយើងមកជួយឧទ្ទិសឲ្យគាត់ផងហើយម្យ៉ាងទៀតក៏ឧទ្ទិសជូនដល់បុព្វការីជនទាំងអស់ត្រូវជាញាតិយើងដែលបាក់បែកចែកឋានទៅលោកខាងមុខហើយសូមឲ្យលោកមកទទួលតាមនឹងផលកុសលផលបុណ្យសូមទេវតាអនុមោទនាកុសលផលបុណ្យនេះហើយនាំដំណឹងទៅប្រាប់ផងព្រោះទេវតាដឹងថាគាត់នៅកន្លែងណាសូមទេវតានាំដំណឹងទៅប្រាប់ហើយទេវតាជួយថែអាសាការពារញោមទាំងអស់គ្នាទាំងកូនចៅម្ចាស់ទានប្រធានបុណ្យឲ្យសុខសប្បាយរកទទួលទានមានបានកើតការមានគុណតិជនតទៅសុខភាពល្អទាំងភ្ញៀវកិត្តិយសទាំងអាចារ្យរៀបចំទានទូបាយសីបរិយមលូស្លាអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកបើកធំបាសតន្ត្រីពិនពេទ្យនិតកងស្គរត្រជាបៃខ្មុះខំអ្នកដេញអ្នកដំអ្នកប្រគុំអ្នកប្លំអ្នកកោតសន្និសុខសម្ដាប់ធ្នាប់អ្នកមានយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសង់អ្នកខ្វល់ខ្វាយជួយតបជួយតែងជួយចាស់ជួយចែងជួយលៀងជួយសែងលើកទុកលើកដាក់អ្នកលៀងចានឆ្នាំងប៉ាន់ពេញអ្នកចិត្តបន្លែផ្លែឈើអ្នកជួយដាំជួយស្លស្លុកបងបោះអំបិលប៊ីចេងទាំងចាស់ទាំងក្មេងជាវិជាវចៈអ្នកខ្វល់ខ្វាយរត់តុកកម្រើកញៀបកម្រើកប្រសង់អ្នកខ្វល់ខ្វាយក្នុងកម្មវិធីបុណ្យនេះទាំងអស់ចូលចាប់អ្នកផលហើយទៅផ្ទះវិញបានតែក្តីនៅក្នុងទីនេះក្តីសូមឲ្យបានបុណ្យបានអានិសង្សនេះជួយថែអាសាការពារជីវិតញោមទាំងអស់គ្នារស់នៅឲ្យបានយូរសុខភាពល្អប្រាថ្នាអ្វីឲ្យសម្រេចទីបំផុតមានបញ្ញាព្រឹត្តិការរួចចាក់ទុកដោយសេចក្តីប្រាថ្នាញោមញាតិ